នៅក្នុងដង្ហើមប្រើខ្យល់នេះឆ្លងកាត់3ដំណាក់កាលនឹងទៀតណាពេលហ្នឹងស្ករមិនបាច់អស់អាលីងអត់សល់ទេការយើងផ្ដើមពីការផលិតការបង្កើតថាមពល ATP នោះគេថាបើសិនជាកោសិកាប្រើដង្ហើមគឺកលុយកូសមិនបាច់អស់អាលីងគ្មានសល់ទៅជាអូស្មန်កាបូនិកហើយទឹកអាហ្នឹងគេនិយាយអញ្ចឹងហើយបើយើងផលិតថាមពលតាមលបាងអាហ្នឹងកលុយកូសអត់បាច់អស់ទេចឹងបើតាមដង្ហើមមិនបាច់អស់បើតាមលបាងអត់បាច់អស់ទេតែអញ្ចឹងយើងទៅមើលដំណាក់កាលទាំង3នេះការបង្កើតអាសេទីលកូអង់ស៊ីម A អញ្ចឹងយើងមុនដំបូងកលុយកោសនៅលើនេះកលុយកោសបានពីបាយយើងទៅសម័យនឹកឃើញអញ្ចឹងណាតែអញ្ចឹងឆ្ងល់កលុយកោសមកពីណាអញ្ចឹងទៅពីបាយយើងហើយវាឆ្លងកាត់ដំណាក់កាលបាយស្ករចុងបញ្ចប់នៃការបាយស្ករហ្នឹងកលុយកោសคล้ายទៅជាអាស៊ីតពីរូវិកវិញហើយនេះតែហ្នឹងយើងមកដល់នេះលោកគ្រូណាយើងមកដល់អាស៊ីតពីរូវិកតែហ្នឹងវាចូលដំណាក់កាលមួយទៀតគឺការបង្កើតអាសេទីលកូអង់ស៊ីម A អញ្ចឹងអាស៊ីតពីរូវិកហ្នឹងនឹងទៅជាអាសេទីលកូអង់ស៊ីម A វិញហើយលែងនៅជាអាស៊ីតពីរូវិកណាចប់ដំណាក់កាលហ្នឹងអាស៊ីតពីរូវិកคล้ายទៅជាអាសេទីលកូអង់ស៊ីម A នេះចំមុនទៅដល់អាសេទីលកូអង់ស៊ីម A វាត្រូវទៅជាអាសេតាតសិនអាស៊ីតពីរូវិកបំលែងទៅជាអាសេតាតសិនបានអាសេតាតហ្នឹងទៅជាអាសេទីលកូអង់ស៊ីម A ដំណើរបំលែងពីអាស៊ីតពីរូវិកមកអាសេតាតគឺមានភាគអូស្មန်កាបូនិកចេញ1ម៉ូលសម្រាប់អាស៊ីតពីរូវិក1អាស៊ីតពីរូវិក1ម៉ូលេគុលពេលបំលែងទៅជាអាសេតាតវាបញ្ចេញអូស្មန်កាបូនិក1ម៉ូលេគុលអូស្មန်កាបូនិកដែលយើងដកដង្ហើមចេញហ្នឹងលោកគ្រូកើតនៅហ្នឹងកើតនៅដំណាក់កាលហ្នឹងយើងដកដង្ហើមចូលអុកស៊ីសែនចូលហើយយើងដកដង្ហើមចេញអូស្មန်កាបូនិកចេញអញ្ចឹងកើតនៅដំណាក់កាលហ្នឹងកើតមកហើយចេញទៅកើតតបពីបានជាអាសេតាតហើយបន្ទាប់មកអាសេតាតហ្នឹងភ្ជាប់ជាមួយនឹងកូអង់ស៊ីម A คล้ายទៅជាអាសេទីលកូអង់ស៊ីម A អាសេតាតហ្នឹងជួបមួយកូអង់ស៊ីម A នេះទៅជាអាសេទីលកូអង់ស៊ីម A ហើយពេលហ្នឹងបង្កើតបាន NADH 1ម៉ូលេគុលសម្រាប់អាស៊ីតពីរូវិក1អាស៊ីតពីរូវិក1ម៉ូលេគុលភាគចេញអូស្មန်កាបូនិក1កើតបាន NADH 1ហើយនឹងអាសេទីលកូអង់ស៊ីម A 1អញ្ចឹងខ្ញុំចង់សួរថាយើងមកពីលើយើងចេញពីស្ករ1ម៉ូលេគុលអញ្ចឹងចប់ដំណាក់កាលអាសេទីលកូអង់ស៊ីម A នេះតើទទួលបានអូស្មန်កាបូនិកប៉ុន្មានម៉ូលេគុលទទួលបាន NADH នេះប៉ុន្មានទទួលបានអាសេទីលកូអង់ស៊ីម A ប៉ុន្មានយើងចេញពីលើមកកលុយកោស1ម៉ូលេគុលដើមទុនដំបូងគឺកលុយកោស1ម៉ូលេគុលអញ្ចឹងចប់ដំណាក់កាលនេះទទួលបានស្មានកាបូនិកប៉ុន្មានទទួលបាន NADH ប៉ុន្មានទទួលបានអាសេទីលកូអង់ស៊ីម A ប៉ុន្មានតែណាគេមើលឃើញមុនបានចម្លើយមុនឆ្លើយមុនភ្លេចអស់ហើយតាមមើលអាទិត្យមុនការអំបៃស្ករការអំបៃស្ករខ្ញុំសួរបាន1ម៉ូលេគុលទាំងអស់គ្រូបានមួយទាំងអស់ហើយខ្ញុំនិយាយដើមទុនពីកលុយកោស1ម៉ូលេគុលណាអញ្ចឹងដល់ដឹងថាកាលពីដំណាក់កាលអំបៃស្ករកលុយកោសមក1ម៉ូលេគុលបានអាស៊ីតពីរូវិកប៉ុន្មានដល់ដឹងហ្នឹងបានធ្វើអានេះចេញអញ្ចឹងថ្ងៃមុនខ្ញុំឲ្យកត់មានអ្នកកត់ដូចជា2បាទអាស៊ីតពីរូវិក2លោកគ្រូ2ត្រឹមត្រូវអញ្ចឹងដល់ហ្នឹងមកនេះមកខ្ញុំចេញពីកលុយកោស1ម៉ូលេគុលអដែលអញ្ចឹងចប់ដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីម A តើបានប៉ុន្មានអូស្មန်កាបូនិកបានប៉ុន្មាន NADH នេះបានប៉ុន្មានអាសេទីលកូអង់ស៊ីម A
ok nhé này màu này ha màu này axit pyruvic mùi molecule ban phân đó hay là nhóm số lấy câu mùi chập đam bị đam tuân của lấy câu mùi molecule giờ ba này mình có lấy câu mùi molecule chập đồng nặng cam bảy score ba axit pyruvic màn ban 2 លោកគ្រូបាន 2 vì chẳng đồng đó này ai vô ba này mà đồng nặng cam nhưng mà vô nòng nick nắm mùi axit pyruvic gì toàn bàn mãn នៅក្នុងមួយអាស៊ីតពីរវិចបាន MTH មួយបាន càng lực cú bác sĩ và sao càng mở bắt bạch bạch thì lại không phải nơi trường mấy cái thằng mơ nó lừa của phụ nông mới chừng xem giờ lẽ mấy ច្បាប់ người ក្រោយ lực cú đạch mấy mùi molecule của lấy cấu chọc nặng cam bài score ban pi molecule acid pyruvic hay đại dương ở đấy mà màu này tâm mùi molecule này tâm mùi molecule ban phân đằng cái pi molecule acid pyruvic ban mà nữa បានឧស្ម័នកាបនិក2បានNADH 2ដែរគ្រូពីទាំងអស់ ไอ้ acetyl កងgì mà ban mà អាសេលទីលកូអង់ស៊ីមអាហ្នឹងបើគិតទៅបាន4 ban 4 rồi lấy tầm môi nè lấy tầm môi nè បាន2ចឹងលោកគ្រូ2 ăn pi này chẳng dân con nòng pi là cù nè cù nè acid pyruvic muối màu tới ban osman carbonic mùi ban NADH mùi ban acetyl quang xìm A mùi đời xa dân tranh pi lấy câu máu ban pi molecule acid pyruvic chẳng acid pyruvic mùi tiết màu chẳng đài anh ấy acid pyruvic mùi á bác lấy câu mình á màu mà xa chẳng này đó là acid pyruvic mùi tiết màu chẳng đài chẳng con nòng pi ban pi CO đơ ban pi NADH ban pi acetyl quang xìm A chọc nặng cam 7 chúng tôi chọc nặng cao về cao acetyl quang xìm A chẳng nên là tập hòn nó không nặng cao năng lấy câu 1 molecule tậpตัว ban pi molecule acetyl quang xìm A pi CO đơ pi NADH là tập hòn nhưng ở tam nặng cao đó thì dạng mờ này khơi tầm môi trong mình cụ tha pí cứ đời sai dễ nông nông tịch tập pi nông tịch tập mùi molecule là lấy câu ăn dây mùi molecule acid pyruvic dễ nông tịch mùi molecule là lấy câu trong mùi molecule là lấy câu trong nãy cam bài có ban pi này trong bài dân đã lại này pi acid pyruvic này pi CO đơ này pi NADH này pi acetyl quang xìm A còn đó nó kinh nghiệm mùi mà đó nó kinh nghiệm mùi acid pyruvic đó nó đặc cam cả acetyl quang xìm A tập bằng năng này tập màu tiết cho vọt cài giờ mình tha đằng hai cao sự ca đằng hai pra xal á xong cắt bảy nặng ca cứ ca và cắt acetyl quang xìm A vọt cài nâng cho vắt đầm nặng nom electron để nâng dương chọc acetyl CoA hay CoA dương cho đầu vọt cài nó mua lâu cũng nè lâu mà nè mua con nè họ khơi đầm na ca nâng á cái đại mua quạt từ quạt mua han độc cài quạt trên cái hào vọt bỏ lục cài tới có họ khơi thật đầm na ca nó được cao chiều vọt cao chiều vùng
បដកម្មចាប់ដើមបន្តគ្នាហើយចឹងក្រោយមកដល់ដើមវិញចឹងគេដាក់វត្តរបស់គាត់ទៅប៉ុន្តែក៏មានហៅបែបផ្សេងដែរគេហៅវត្តអាស៊ីតត្រីកាបុកស៊ីលិកឬក៏វត្តអាស៊ីតស៊ីត្រិកហើយបាន3ធឺប៉ុន្តែគេនិយមហៅវត្តក្រែបនេះច្រើនជាងវត្តអាស៊ីតត្រីកាបុកស៊ីលិកឬក៏វត្តអាស៊ីតស៊ីត្រិកបរិមាណថាមពលដ៏ច្រើនស្ថិតនៅក្នុងសម្ព័ន្ធរបស់អាសេទីលកូអង់ស៊ីមអាអាសេទីលកូអង់ស៊ីមអាយើងមិញនេះថាមពលច្រើនណាស់ក្នុងហ្នឹងអាហ្នឹងវាយកតពីកលុយកោសមកស្នងម៉ូលេគុលស្នងថាមពលពីកលុយកោសម៉ូលេគុលកលុយកោសអាហ្នឹងទុកថាមពលចប់ដំណាក់កាល8ស្ករវាផ្ទេរថាមពលមកអាស៊ីតពីរវិញដែលចូលដល់ដំណាក់កាលអាសេទីលកូអង់ស៊ីមអាអាស៊ីតពីរវិញផ្ទេរថាមពលវាមកឲ្យអាសេទីលកូអង់ស៊ីមអាចឹងអាសេទីលកូអង់ស៊ីមអាហ្នឹងទុកថាមពលណាមានថាមពលក្នុងម៉ូលេគុលវានេះគេប្រាប់នេះបរិមាណថាមពលដ៏ច្រើនស្ថិតនៅក្នុងសម្ព័ន្ធរបស់អាសេទីលកូអង់ស៊ីមអាបន្តដល់យើងហៅលុយបានតាយាយើងហៅលុយបានឲ្យទៅកូននឹងឲ្យលុយទៅចៅបន្តតបចាអាសេទីលកូអង់ស៊ីមអាម៉ូលេគុលទុកថាមពលវត្តក្រែបផ្ទេរថាមពលទាំងនេះទៅឲ្យ NAD និង FAD នេះកូអង់ស៊ីមនេះកូអង់ស៊ីមនេះកូអង់ស៊ីមយើងរៀនហើយថ្ងៃមុនកូអង់ស៊ីម4នោះអញ្ចឹងនៅក្នុងវត្តក្រែបនេះគឺជាដំណើរការផ្ទេរថាមពលពីអាសេទីលកូអង់ស៊ីមអាទៅឲ្យកូអង់ស៊ីម2នាក់នេះអាសេទីលកូអង់ស៊ីមអាម៉ូលេគុលស្តុកថាមពលអញ្ចឹងនៅក្នុងវត្តក្រែបគឺវាផ្ទេរពីវាហ្នឹងមកឲ្យអានេះហើយនឹងអានេះពីអ្នកហ្នឹងក្នុងវត្តក្រែបផ្ទេរថាមពលទៅឲ្យម៉ូលេគុលបន្តទៀតហើយថាតើវត្តក្រែបហ្នឹងដំណើរការនៅកន្លែងណាគេថាចំពោះប្រូការយ៉ូតវត្តក្រែបដំណើរការទៅនៅក្នុងស៊ីតូផ្លាសហើយចំពោះការយ៉ូតវិញវត្តក្រែបគឺប្រព្រឹត្តទៅនៅក្នុងមីតូកុងទ្រីកោសិកាការយ៉ូតមានមីតូកុងទ្រីកោសិកាប្រូការយ៉ូតអត់មានមីតូកុងទ្រីទេអញ្ចឹងវត្តក្រែបប្រព្រឹត្តទៅនៅកន្លែងខុសគ្នាបាក់តេរីវត្តក្រែបដំណើរការនៅក្នុងស៊ីតូផ្លាសរបស់កោសិកាដល់មនុស្សយើងសត្វរុក្ខជាតិវត្តក្រែបប្រព្រឹត្តទៅនៅក្នុងមីតូកុងទ្រីជាធាតុកោសិកាណាអត់ក្នុងស៊ីតូផ្លាសទេក្នុងមីតូកុងទ្រីវិញនេះវត្តក្រែបវាវិលមកជុំអញ្ចឹងគេហៅវត្តដល់ជាងដល់វិលជុំចាប់ដើមពីកន្លែងមួយទៅមកជុំមកដល់កន្លែងហ្នឹងវិញវត្តទៅហើយលោកក្រែបនោះគាត់អ្នករកឃើញដំណើរការហ្នឹងគេថាវត្តរបស់លោកក្រែបអញ្ចឹងយើងមើលមិញយើងមកដល់អាសេទីលកូអង់ស៊ីមអាចប់ដំណាក់កាល8ស្ករក្លេកូសខ្លាយទៅជាអាស៊ីតពីរវិញហើយតមកចប់ដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីមអាអាស៊ីតពីរវិញទៅជាអាសេទីលកូអង់ស៊ីមអានេះអញ្ចឹងយើងមកដល់ត្រឹមហ្នឹងពីកលុយកូសមកដល់ត្រឹមហ្នឹងនេះអាសេទីលកូអង់ស៊ីមអាវាជួបជាមួយអុកសាឡូអាសេតាតអានេះអុកសាឡូអាសេតាតឬក៏អាស៊ីតអុកសាឡូអាសេតិកខ្ញុំហៅអុកសាឡូអាសេតាតខ្លីជាងអញ្ចឹងអាសេទីលកូអង់ស៊ីមអាដែលយើងទទួលបានពីលើមកមិញហ្នឹងវានឹងជួបម៉ូលេគុលមួយទៀតគឺអុកសាឡូអាសេតាតពីរនឹងជួបគ្នាតោងជាប់គ្នាបង្កើតបានម៉ូលេគុលមួយទៀតគឺអាស៊ីតស៊ីត្រិកនេះព្រួញមកណាបានជាអាស៊ីតស៊ីត្រិកបានលើមិនគេហៅវត្តអាស៊ីតស៊ីត្រិកហ្នឹងស្គាល់អាស៊ីតស៊ីត្រិកជាអីគេញ៉ាំញឹកញាប់ជាតិជូរអាស៊ីតអាស៊ីតស៊ីត្រិកនៅក្នុងក្រូចឆ្មានោះហ្នឹងអាស៊ីតស៊ីត្រិកឯងច្រើនជាងគេអាស៊ីតស៊ីត្រិកក្រូចឆ្មាចាំវាលេងនោះអាស៊ីតស៊ីត្រិកតបមកអាហ្នឹង
រងការបំលែងតទៀតទៅជាអាស៊ីតអ៊ីសូស៊ីត្រិកឬក៏អ៊ីសូស៊ីត្រាតបំលែងពីអាស៊ីតស៊ីត្រិកទៅអាស៊ីតអ៊ីសូស៊ីត្រិកវាបំលែងអញ្ចឹងតើមកបំលែងតទៀតអាស៊ីតអ៊ីសូស៊ីត្រិកទៅជាអាល់ហ្វាគីតូក្លូតារិកអាស៊ីតអាល់ហ្វាគីតូក្លូតារិកនេះនៅដំណាក់ការបំលែងពីអ៊ីសូស៊ីត្រាតទៅអាល់ហ្វាគីតូក្លូតារ៉ាតហ្នឹងគឺទទួលបាន NADH មួយហើយភាយចេញអូស្មန်កាបូនិកមួយដែរមួយម៉ូលេគុលដំណាក់កាលទី3នេះគឺកោសិកាទទួលបាន NADH មួយហើយអូស្មန်កាបូនិកមួយអូស្មန်កាបូនិកនេះភាយចេញអញ្ចឹងអូស្មန်កាបូនិកយើងមិញមានបង្កើតដែរនៅដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីមអានោះនៅវត្តក្រែបក៏មានបង្កើតអូស្មန်កាបូនិកដែរហើយយើងដកដង្ហើមចេញហ្នឹងអញ្ចឹងអូស្មန်កាបូនិកកើតនៅ2ដំណាក់កាលបានជាអាល់ហ្វាគីតូក្លូតារ៉ាតហើយតមកបំលែងតទៀតទៅជាសាក់សេនីលកូអង់ស៊ីមអាសាក់ស៊ីនីលកូអង់ស៊ីមអានេះនៅដំណាក់កាលហ្នឹងគឺទទួលបាន NADH មួយដែរហើយអូស្មန်កាបូនិកមួយដែរដូចនេះដែរណាដំណាក់កាលទី3ទី4ទទួលបានដូចគ្នាដល់ដំណាក់កាលទី5គឺបំលែងសាក់ស៊ីនីលកូអង់ស៊ីមអាទៅសាក់ស៊ីណាតពេលហ្នឹងបាន ATP មួយឬក៏ CTP មួយបានមួយក្នុងចំណោមពីរហ្នឹងបានមួយណាក៏បានដែរហើយដំណាក់កាលបន្ទាប់ទៀតគឺសាក់ស៊ីណាតនេះត្រូវបានបំលែងទៅជាហ្វុយម៉ារ៉ាតនេះនៅដំណាក់កាលត្រូវបាន FAT H2 នេះ FAD ហាតែមកទៀតហ្វុយម៉ារ៉ាតត្រូវបានបំលែងទៅជាម៉ាឡាតអត់បានអីទេចុងក្រោយម៉ាឡាតទៅជាអុកសាឡូអាសេតាតដល់ដើមវិញនេះម៉ាឡាតទៅជាអុកសាឡូអាសេតាតដល់ដើមហ្នឹងហើយដំណាក់កាលហ្នឹងទទួលបាន NADH មួយដែរហើយនឹងចាប់វត្តក្រែបតបមកអុកសាឡូអាសេតាតហ្នឹងជួអាសេទីលកូអង់ស៊ីមអាមួយទៀតមួយផ្សេងទៀតណាអានេះទៅគេចាប់ណាគេចាប់ហើយណាអាសេទីលកូអង់ស៊ីមអាមួយថ្មីទៀតណាជួបអាហ្នឹងទៅយ៉ាងទៀតណាអញ្ចឹងដំណើរការហ្នឹងកើតឡើងរហូតអត់ឈប់បាយមួយចានយើងញ៉ាំបាយទៅជាស្ករមកកណូនោះបានមកក្នុងច្រកណាអញ្ចឹងវាទៅតែអញ្ចឹងវិលចុះវិលឡើងវិលចុះវិលឡើងណាតាសរុបមកវិញឡើងចាប់វត្តក្រែបខ្ញុំឲ្យសរុបផលចេញមកទៀតហើយខ្ញុំចាប់ដើមពីកលុយកោស1ម៉ូលេគុលទៅដែរណាអញ្ចឹងចាប់វត្តក្រែបបានប្រមាណម៉ូលេគុលអូស្មាន់កាបូនិកបានប្រមាណ NADH បានប្រមាណ ATP បានប្រមាណ FAT H2 FAD ហាស់2បានអូស្មាន់កាបូនិកប្រមាណបាន NADH ប្រមាណបាន ATP ប្រមាណបាន FAT H2 ប្រមាណ4មុខហើយចេញពីដើមទុន1ម៉ូលេគុលកលុយកោសវិលមកចប់មកជុំហ្នឹងកាបូនិកសរុបដូចមុនអញ្ចឹងណានៅរៀងលើតែមួយម៉ាត់កាបូនិកឲ្យចប់បានសរុបមើលបុកជុកនេះអស់បុកជើនេះអស់មួយមុខណាចឹងខ្ញុំសួរចំនួនអូស្មាន់កាបូនិកចំនួន NADH ចំនួន ATP និងចំនួន FAT H2 បូកហើយចាំឆ្លើយមកទាំង4មុខហ្នឹងបានហើយចេញពីស្ករ1ម៉ូលេគុលតាកាបូនិក2អូស្មန်កាបូនិក2 NADH 3ហើយនឹងអា JP2 JP2 ហ្នឹងមួយលោកគ្រូខ្ញុំនិយាយដើមទុនយើងចេញពីស្ករកលុយកោស1ម៉ូលេគុលដូចលើមិញដែរដោយអាឡែងលើមិញហ្នឹងដូចដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីមអាយើងកលុយកោស1ម៉ូលេគុលមករហូតចឹង1ម៉ារ៉ាត1អំពុល1 GT 1 GT 1ឯនោះ3
F A D H 2 1 2 មិញ 2 នៅ 1 ចាំចាប់ដំណាក់កាលបង្កើតអាសេទីលកងស៊ីម A ទៅលើកោសមួយម៉ូលេគុលបានប្រមាណម៉ូលេគុលអាសេទីលកងស៊ីម A បានពីរ បាន បាន ពី ពីរលោកគ្រូ លោកគ្រូ ឥឡូវហ្នឹងយើងអានេះមកជុំហ្នឹងណាគឺអាសេទីលកងស៊ីម A តែមួយទេ អូ ស្ដាប់ឡើងវិញ ប្រមាណ4 6 8លោកគ្រូ ឆ្លើយប្រាប់ផងស្អីគេ8ស្អីគេ4ស្អីគេ6ស្អីគេចឹងព្រោះខ្ញុំមានសួរ4មុខហ្នឹងខ្ញុំសួរស្មានកាបនិកចំនួនស្មានកាបនិកចំនួន NADH ចំនួន ATP ចំនួន FAT H2 គឺស្មានកាមុនិកបាន4លោកគ្រូ ហើយអាផ្សេងទៀត ហើយ ATP បាន2 ពីអីទៀត ហើយFADH ហ្នឹងគឺបាន2លោកគ្រូ បាទ ហើយដូចជា NADH NABH ហ្នឹង4 យ៉ាមើលអស់មកជុំនឹងមើល ហើយខ្ញុំពុំមើលអស់ មើលអស់ អូ6លោកគ្រូ មួយណា ចាចា NADH ហ្នឹង6 នឹងមើលអស់ហើយយើងមកសរុបយើងមកមើលអូស្មានកាបណ្ឌិត1 2មើល NADH នេះ1នេះមួយទៀត2នេះមួយទៀត3 ATP មិនតែមួយកន្លែងនេះទេដល់ FAT H2 មិនតែកន្លែងនេះទេណាអញ្ចឹងដោយសារកលុយកោសមួយម៉ូលេគុលទទួលបាន2ម៉ូលេគុលអាសេទីលកងស៊ីម A ហើយដល់អាសេទីលកងស៊ីម A1 ឆ្លងកាត់វត្តក្រែបបាន2 CO2 បាន3 NADH បាន1 ATP បាន1 FAT H2 អញ្ចឹងដល់វា2ដងនោះវាមកមួយសាអញ្ចឹងមកមួយទៀតមកមួយសាទៀតអញ្ចឹងគុណ7បាទនេះបាន CO2 2អញ្ចឹងគុណ7ទៅបាន4បាទ NADH មកមួយសាបាន3អញ្ចឹងយើងគុណនឹង2ដោយសារយើងមាន2ម៉ូលេគុលនេះហើយ ATP បាន1អញ្ចឹងគុណ7បាន2 FAT H2 បាន1គុណ7បាន2អញ្ចឹងសរុបនេះចាប់វត្តក្រែបកលុយកោសមួយម៉ូលេគុលទទួលបាន2 ATP 2 NADH2 6 NAS សំដៅ2 FADH2 6 NADH 4អូស្មានកាបនិកវាចាំនោះចេញពីកលុយកោសមួយម៉ូលេគុលណាចាំអញ្ចឹងហើយមកនេះកលុយកោសកន្លះទេដោយសារវាអាសេទីលកងស៊ីម A តែមួយម៉ូលេគុល លោកគ្រូចាប់បើគេសួរថាចេញពីអាស៊ីត2រីវីតាមួយមិនអាហ្នឹងយើងចេញបាន ចាញ់2ចាញ់2នេះតែនេះអានេះចេញពីអាស៊ីតពីរីវីមួយម៉ូលេគុលនេះហ្នឹងបើស្កមួយម៉ូលេគុលយើងបាន2អាស៊ីតពីរីវីអាស៊ីតពីរីវី2បានអាសេទីលកងស៊ីម A 2ហើយដល់មកនេះតែមួយឯណាមកបើសិនជាគេដាក់2នេះអញ្ចឹងគេចេញឲ្យយើង2ហើយដល់គេដាក់មកតែមួយឯងគេមកមួយសាតែមួយអាស៊ីតពីរីវីសំទោសអាសេទីលកងស៊ីម A 2ម៉ូលេគុលចូលវត្តកែបម្ដងតែមួយម៉ូលេគុលទេអញ្ចឹងអានេះសរុបកាត់ទៅចាំខ្ញុំឲ្យសរុបចុងក្រោយខ្ញុំវត្តក្រែបប្រមាណការវាចឹងគាត់ដឹងទៅចាំនោះបាទចាំហ่ะមិនស្រួលចាំលោកគ្រូកន្លែងនេះខ្ញុំលើរឿងច្រឡំពីដើមដំបូងហើយលើកោសមួយម៉ូលេគុលក៏បែកបានអាស៊ីត2រយរិចហ្នឹង2ដែរលោកគ្រូ បាទ តែហើយដល់ពេលអាស៊ីត
200 រិចមួយម៉ូលេគុលទទួលបានអាកូអង់ស៊ីមអាហ្នឹង2ដែរគ្រូ 2ដែរ តែអញ្ចឹងវាឡើង2គុណ2បាត់ហើយ បាទគុណនឹង2គុណនឹង2 តែហើយដល់ហើយអាកូអង់ស៊ីមអាហ្នឹងក៏បែកតទៀតដល់គ្រូ យ៉ាងណានឹងចូលវត្តក្រែបដល់ហ្នឹងចូលវត្តក្រែបនេះអាម៉ូលេគុលអាស៊ីតអាសេទីលកូអង់ស៊ីមអាហ្នឹងមកជួបអុកសាឡូអាសេតាតនេះពីរហ្នឹងភ្ជាប់គ្នាទៅជាម៉ូលេគុលមួយហើយឈ្មោះវាផ្សេងគឺស៊ីត្រាតនេះទឹកក្រូចឆ្មាអញ្ចឹងនេះហើយបានបំលែងបន្តមកជាយុទ្ធដល់ដើមនេះវិញអាហ្នឹងជួបមកអាថ្មីមួយទៀតដែរមកចេះទៀតទៅធ្វើការរហូតយើងក៏អត់ដឹងតែអានេះបើកាលពីសម័យខ្ញុំបរៀនក្តារខៀននឹងចាំវាដើម្បីយើងទូឲ្យសិស្សមើលដល់ឥឡូវហ្នឹងគុំចេញទេយើងប្រចាំស្លាយរហូតនឹងលែងចាំវាអាចតែមកអាចនឹកគិតអីអាចបើកាលមុនត្រូវតែចាំហ្មងដើម្បីគូលើក្តារខៀនចឹងហ្នឹងវត្តក្រែបណាក្លេកូនមួយម៉ូលេគុលទទួលបាន 2 ATP 2 FADH2 6 NADH 4ឧស្ម័នកាបនិកឧស្ម័នកាបនិកវាភាយទៅបាត់ហើយតាមចំមុះយើងណាទៅបាត់ហើយចឹងមែនទែននៅសល់តែ3អានេះក៏កោសិកាយុទ្ធប្រើដែរនេះបានមកយុទ្ធប្រើបាត់ហើយនៅសល់តែ2នេះនេះនៅសល់តែ FADH2 ហើយនិង NADH ទេអានេះភាយចេញទៅបាត់អានេះកោសិកាយុទ្ធប្រើសព2នេះឲ្យចុងចប់គាត់តែយើងសរុបទទួលបានប៉ុន្មានគឺបានប៉ុណ្ណឹងតាមកមានរូបកំប្លែងមួយអានេះគេថាការសិក្សាពីវត្តក្រែបគឺប្រៀបបាននឹងជិះកង់ឡើងភ្នំឡើងទួលហើយដល់ការផ្លិចវត្តក្រែបវិញដូចជិះកង់ចុះភ្នំហ៊ានពីវត្តក្រែបពិបាកអូយពិបាកគាត់ទៅហ៊ានចប់ភ្លាមស្អែកឡើងផ្លិចបាត់ផ្លិចវាលឿនគឺធៀបវត្តក្រែបនឹងបើយើងចង់ចេះដល់មើលឡើងវិញមើលចុះមើលឡើងមើលចុះមើលឡើងឲ្យគិតដល់គិតទៀតគ្រាន់តែអានហ្នឹងក៏វាមិនវែងគិតអានគិតមិនមកទៅអញ្ចឹងមិនទៅអញ្ចឹងបានឃើញតែចូលដំណាក់កាលទី3នៃដង្ហើមកោសិកាដង្ហើមប្រើខ្យល់មិញណាដង្ហើមប្រើអុកស៊ីសែននេះដំណាក់កាលនេះទទួលបានថាមពលច្រើនជាងគេប្រាប់យើងនេះបរិមាណថាមពលដ៏ច្រើនត្រូវបានផលិតនៅក្នុងប្រព័ន្ធដំណឹកនាំអេឡិចត្រុងយើងហៅច្រវាក់ក៏បានហៅប្រព័ន្ធក៏បានដែរអង់គ្លេសគេហៅពីរហ្នឹងយើងដំណាក់កាលមានច្រើនដំណាក់កាលនៃការបំលែងថាមពលហ្នឹងតាំងពីការបំបែកស្ករការបង្កើតអាសេទីលកូអង់ស៊ីមអាវត្តក្រែបហើយចុងក្រោយនេះច្រវាក់ដំណឹកនាំអេឡិចត្រុងគេប្រាប់យើងដំណាក់កាលហ្នឹងទទួលបានថាមពលច្រើនពួកមុនបានតិចពួកមុនកាលពីបំបែកស្ករបានប៉ុន្មាន ATP មើលទៅមើលបាយស្ករបានប៉ុន្មានគេកត់បានមានអត់កត់អត់មានទេបាន2 ATP ហ្នឹងហើយដល់វត្តក្រែបបានប៉ុន្មាន ATP ដែរបាន2ដែរលោកគ្រូ បាន2ដែរហ្នឹងហើយឥឡូវហ្នឹងគេប្រាប់ដំណាក់កាលនេះបានថាមពលច្រើនណា ATP ច្រើនណាយើងចាំមើលបានប៉ុន្មានណាសេរីម៉ូលេគុលដឹកនាំបានបោះអេឡិចត្រុងពីម៉ូលេគុលមួយទៅម៉ូលេគុលមួយទៀតនឹងទៅអ្នកចាប់អេឡិចត្រុងចុងក្រោយនៅក្នុងច្រវាក់ដឹកនាំអេឡិចត្រុងហ្នឹងវាមានម៉ូលេគុលដឹកនាំជាច្រើនហើយម៉ូលេគុលដឹកនាំវាបោះអេឡិចត្រុងពីមួយទៅមួយចុងចប់វាបោះទៅឲ្យអ្នកចាប់យកអេឡិចត្រុងចុងក្រោយអ្នកចាប់យកអេឡិចត្រុងចុងក្រោយហ្នឹងគឺម៉ូលេគុលអុកស៊ីសែនដែលយើងដកចូលហ្នឹងយើងដកចូលអត់ឈប់ហ្នឹងវាទៅចាប់យកអេឡិចត្រុងនិងប្រូតុង
ហើយវាអ្នកចាប់ចុងក្រោយគេមានគេមុនចាប់ចុងចប់គេឲ្យទៅវាចឹងវានឹងចុងក្រោយគេហៅអ្នកចាប់យកអេឡិចត្រុងចុងក្រោយអុកស៊ីសែនណាការងារវាតែប៉ុណ្្នឹងឯងទៅចាប់យកអេឡិចត្រុងឲ្យប្រូតុងបង្កើតបានម៉ូលេគុលទឹកចាប់ដំណើរការនេះប្រព្រឹត្តទៅនៅតាមភ្នែកក្នុងរបស់មីតូកុងទ្រីនិងតាមភ្នែកកោសិកាប្រូការីយ៉ូតនេះគេប្រាប់យើងទីតាំងដែលចង្វាក់ដំណឹកនាំអេឡិចត្រុងប្រព្រឹត្តទៅចំពោះការីយ៉ូតដំណើរការហ្នឹងគឺប្រព្រឹត្តទៅនៅតាមភ្នែកក្នុងរបស់មីតូកុងទ្រីមានភ្នែក2ជាន់ភ្នែកក្នុងភ្នែកក្រៅចង្វាក់ដំណឹកនាំអេឡិចត្រុងដំណើរការនៅតាមភ្នែកក្នុងហើយចុះបាក់តេរីនោះអត់មានមីតូកុងទ្រីផងតើចង្វាក់ដំណឹកនាំអេឡិចត្រុងប្រព្រឹត្តទៅនៅណាគឺនៅតាមភ្នែកកោសិការបស់វាកន្លែងដែលដំណើរការនឹងកើតឡើងតែអានេះគេនិយាយពីដំណើរការដែលកើតឡើងចំពោះចង្វាក់ដំណឹកនាំអេឡិចត្រុងនេះចឹងអានេះបើយើងនិយាយពីមីតូកុងទ្រីវិញអាហ្នឹងភ្នែកក្នុងមីតូកុងទ្រីហើយបើសិនជាបាក់តេរីវិញអាហ្នឹងភ្នែកកោសិកាបាក់តេរីខ្ញុំមើលឃើញនេះស្គាល់ជាម៉ូលេគុលអីគេនេះមើលអាចស្គាល់ដឹងបានទេអាម៉ូលេគុលហ្នឹងជាម៉ូលេគុលអី phospholipid ហ្នឹងគេស្គាល់បានណា phospholipid នេះកោសិកាភ្នែកមីតូកុងទ្រីភ្នែក phospholipid នេះក្បាលមូលហើយជើង2ក្បាលមូលជើង2បើ2ស្ទប់ហើយនេះម៉ូលេគុលប្រូតេអ៊ីនអាពណ៌ស្វាយនេះស្វាយជាម៉ូលេគុលប្រូតេអ៊ីនដែលកប់នៅក្នុងភ្នែកកោសិកាហើយបើភ្នែកមីតូកុងទ្រីហ្នឹងកប់ក្នុងភ្នែកមីតូកុងទ្រីហ្នឹងគេហៅម៉ូលេគុលដឹកនាំមិញណាហ្នឹងម៉ូលេគុលដឹកនាំហើយមាន1មាន2មាន3 4មែនទេនេះគេហៅទី5ទៀតណាព្រោះគេអត់ដាក់មកអញ្ចឹងអត់ទៅទី5ហ្នឹងម៉ូលេគុលដឹកនាំអេឡិចត្រុងไปចាប់អេឡិចត្រុងបានបោះមកអាទី1បោះមកអាទី3អាទី3បោះមកអាទី4អាទី4បោះមកឲ្យអុកស៊ីសែនអញ្ចឹងតែយើងមកមើលដំណើរការវានេះខ្ញុំនិយាយឧទាហរណ៍ហ្នឹងមីតូកុងទ្រីនេះភ្នែកក្នុងមីតូកុងទ្រីអញ្ចឹងមីតូកុងទ្រីមានភ្នែកក្រៅនេះមួយទៀតហើយមានលំហចន្លោះភ្នែកទាំងពីរភ្នែកក្រៅនៅនេះភ្នែកក្នុងមានលំហមួយគេហៅលំហអន្តរភ្នែកបានតែភ្នែកទាំងពីរហ្នឹងអត់នៅជាប់គ្នាអប់ទេគឺមានចន្លោះមួយលំហអន្តរភ្នែកហើយមិញហ្នឹងយើងបំលែងពីស្ករមករហូតមកហ្នឹងណាចង់ចប់វានៅសល់ជា NADH នេះនៅសល់ FADH2 នេះចង់ចប់នៅសល់អាហ្នឹងតាមពីដំណាក់កាលបែកស្ករមកក៏បាន NADH ទៅចូលការបង្កើតអាសេទីលកូអង់ស៊ីម A ក៏បាន NADH ចូលវត្តក្រែបក៏បាន NADH ហើយ FADH2 ចឹងអាហ្នឹងម៉ូលេគុលទទួលថាមពលពីអាសេទីលកូអង់ស៊ីម A គេប្រាប់យើងនោះនៅវត្តក្រែបគេថាអាសេទីលកូអង់ស៊ីម A ផ្ទេរថាមពលទៅឲ្យ NAD និង FAD នេះចឹងអាហ្នឹងម៉ូលេគុលស្តុកថាមពលតាស្នងថាមពលមកលើហ្នឹងមកដល់នេះក្នុងមីតូកុងទ្រីគេហៅម៉ាទ្រិកគឺវារងអុកស៊ីតកម្មរងការបំបែកគេផ្ដាច់អ៊ីត្រូសែនចេញនេះផ្ដាច់អ៊ីត្រូសែនចេញពីវាផ្ដាច់អ៊ីត្រូសែនចេញពីវាចឹងវាទៅជា NAD បូកនេះអ៊ីត្រូសែនផ្ដាច់មកចេះហើយបោះអេឡិចត្រុងផ្ដាច់អ៊ីត្រូសែនមួយមកបោះអេឡិចត្រុង2នេះអេឡិចត្រុងអានេះអាពណ៌នេះអេឡិចត្រុង2អេឡិចត្រុងហ្នឹងត្រូវបានចាប់យកដោយប្រូតេអ៊ីនអ្នកដឹកនាំនេះអាលេខ1ហ្នឹងចាប់យកអេឡិចត្រុងប៉ោះហើយដល់ហើយប្រូតេអ៊ីននេះគេមកទទួលអេឡិចត្រុងពីអាទី1ទៅឲ្យអាទី3ប្រូតេអ៊ីននេះហ្នឹងធ្វើចលនាដូចត្រអញ្ចឹងគេមកចាប់អេឡិចត្រុងពីអាទី1មកអាទី3ហើយដល់ប្រូតេអ៊ីននេះចាប់អេឡិចត្រុងពីអាទី3មកអាទី4ហើយវាបោះអេឡិចត្រុងពី1ទៅ1គេហៅច្រវាក់ដំណឹកនាំអេឡិចត្រុងអាទី4នេះចាប់អេឡិចត្រុងមកដល់ហ្នឹងខ្ញុំ slash វាសិនណាអេឡិចត្រុងដល់អាទី4ណា slash ប៉ុណ្ណឹងតបមក
គឺនេះអ៊ីដ្រូសែនដែលផ្ដាច់ចេញពីណាតនេះត្រូវបានសប់ពីក្នុងនេះចូលទៅលំហអន្តរភ្នាសតាមប្រូតេអ៊ីនហ្នឹងប្រូតេអ៊ីនហ្នឹងផ្លូវដឹកអ៊ីដ្រូសែនពេលនេះគេហៅប្រូតុងឈ្មោះវាចំហៅប្រូតុងបើយើងអត់នេះយើងហៅតែអ៊ីយ៉ុងអ៊ីដ្រូសែនទៅអញ្ចឹងចូលមកតាមហ្នឹងក្នុងលំហអន្តរភ្នាសនេះវាមកដល់នេះហើយឃើញទេអញ្ចឹងNADH នឹងមានច្រើនមិនមែនតែមួយហ្នឹងគាត់គេបង្ហាញមួយមានច្រើនអញ្ចឹងផ្ដាច់ចឹងមកវាសពអ៊ីដ្រូសែនចូលមកសពអ៊ីដ្រូសែនចូលមកសពអ៊ីដ្រូសែនចូលមកច្រើនក្នុងនេះប្រូតេអ៊ីននេះក៏សពអ៊ីដ្រូសែនបានដែរប្រូតេអ៊ីននេះក៏សពអ៊ីដ្រូសែនបានដែរសិតតែផ្លូវសពអ៊ីដ្រូសែនហើយសពប្រូតុងដល់ FAT-H2 នឹងក៏ផ្ដាច់ដែរផ្ដាច់អ៊ីដ្រូសែនចេញមក2ទៅហើយវានៅសល់តែ FAD នេះហើយអ៊ីដ្រូសែនហ្នឹងក៏សប់ចូលដែរអ៊ីដ្រូសែនដែលចេញពី FAD សប់ចូលមកក្នុងលំហអន្តរភ្នាសសប់ចូលមកក្នុងលំហអន្តរភ្នាសអញ្ចឹងអ៊ីដ្រូសែននៅហ្នឹងច្រើននៅក្នុងលំហអន្តរភ្នាសនេះដោយសារវាសប់នេះទៅនោះសប់ឲ្យតែមានសប់ទៅឲ្យតែមានសប់ទៅអញ្ចឹងធ្វើឲ្យកំហាប់អ៊ីដ្រូសែនខ្ពស់នៅក្នុងលំហអន្តរភ្នាសខ្ពស់ជាងក្រោមនេះចឹងកាលណាវាមានច្រើននៅនេះមានតិចជាងចឹងវាសាយមកវិញយើងរៀនបន្សាយពីមុននោះវាធ្វើចលនាត្រឡប់មកវិញពេលមកវិញហ្នឹងអត់មកវិញតាមផ្លូវទៅទេបានតែទៅទេតាមនេះបានតែទៅទេបានតែទៅទេមកវិញមករួចទេមកវិញមានផ្លូវចុះមកវិញតាមនេះតាមប្រូតេអ៊ីនទី5នេះប្រូតេអ៊ីននេះដើរតួជាអង់ស៊ីមឈ្មោះវា ATP ស៊ីនតាជាអង់ស៊ីមបង្កើត ATP អញ្ចឹងប្រូតុងដែលសប់ទៅមិញហ្នឹងវាធ្លាក់មកវិញតាមហ្នឹងធ្លាក់មកពេលធ្លាក់មកហ្នឹងធ្វើឲ្យប្រូតេអ៊ីនហ្នឹងវិលគេដាក់ព្រួញនេះលោកគ្រូគេដាក់ព្រួញវិលពេលប្រូតុងធ្លាក់មកហ្នឹងប្រូតេអ៊ីនហ្នឹងវិលខ្ញាល់ដូចម៉ូទ័រអញ្ចឹងវិលដល់វាវិលអញ្ចឹងបង្កើតបានជាថាមពលហ្នឹងយកទៅបញ្ចូលក្នុង ADP នេះយកបញ្ចូលក្នុង ADP នេះគេដាក់ ADP បូកថាមពលហើយចាប់ថាមពលពីការធ្លាក់ប្រូតុងសំទោសមិនបូកថាមពលបូកក្រុមផូស្វាត ADP ភ្ជាប់នឹងក្រុមផូស្វាតមួយហើយតមកវាចាប់ថាមពលពីការធ្លាក់ប្រូតុងបង្កើតបាន ATP ដែលនៅក្នុងមេរៀនខ្ញុំខាងដើមនោះគេដាក់ ADP បូកថាមពលហើយបូក P ADP បូកថាមពលហើយបូក P បាន ATP នេះអញ្ចឹងថាមពលដែលដាក់បូកថាមពលហ្នឹងគឺបានមកពីការធ្លាក់ប្រូតុងហ្នឹងឯងនេះបាន ATP ហើយកោសិកាយកទៅប្រើទៅចុះអ៊ីដ្រូសែនដែលធ្លាក់មកវិញនេះប្រូតុងនេះទៅណាមានអ្នកចាប់អញ្ចឹងដល់ហ្នឹងយើងបាន ATP ណាហើយដំណើរការហ្នឹងបង្កើតជារហូតអត់ឈប់យើងងាកមកអុកស៊ីសែនដែលយើងដកចូលនេះអុកស៊ីសែនហ្នឹងយើងដកខ្យល់ចូលណាអញ្ចឹងអុកស៊ីសែនមិនទៅតែត្រឹមហើយគេស៊ីតូផ្លាស់របស់កោសិកាទេចូលដល់ក្នុងមីតូកុងទ្រីអានេះមីតូកុងទ្រីនេះអញ្ចឹងអុកស៊ីសែនដែលយើងដកចូលទៅក្នុងមីតូកុងទ្រីដើម្បីទៅចាប់យកអេឡិចត្រុងនិងប្រូតុងនេះអុកស៊ីសែនបូកហាបូកនេះហាបូកហើយនឹងអេឡិចត្រុងវាមកចាប់អេឡិចត្រុងពីអាទី4នេះបោះអេឡិចត្រុងទៅឲ្យអុកស៊ីសែនដល់ហ្នឹងវាចាប់យកអេឡិចត្រុងហើយចាប់ប្រូតុងបង្កើតបានម៉ូលេគុលទឹកនេះពីចំហាយទឹកអស់ហើយអត់មានសល់អីទេបានថាមពលហើយអុកស៊ីសែនខ្លាយទៅជាម៉ូលេគុលទឹកយើងមានតាមចេញដង្ហើមខ្លះតាមញើសខ្លះតាមនោមខ្លះទៅបោះចោលអញ្ចឹងដំណើរការផលិត ATP ចុងក្រោយគឺបែបហ្នឹងទាំងស្មុកស្មាញមើលភ្លាមអញ្ចឹងទៅវែងដល់មើលយូរបានអាចយល់អញ្ចឹងចាំអុកស៊ីសែនដែលយើងដកចូលទៅហ្នឹងគឺជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយវាទៅចាប់យកអេឡិចត្រុងនេះហើយចាប់យកប្រូតុងនេះដើម្បីបង្កើតម៉ូលេគុលទឹកបាន ATP ឲ្យសរុបសិនអឺ
ខ្ញុំចង់ឲ្យសរុបមើលសរុប NADH តាំងពីដំណាក់កាលបំបែកស្ករមកដល់វត្តក្រែបតើមួយម៉ូលេគុលកូលីកូសបានប៉ុន្មាន NADH បានប៉ុន្មាន fat H2 បានប៉ុន្មាន CO2 បានប៉ុន្មាន ATP តាត្រឹមវត្តក្រែបណាពីចង្វាក់ដំណឹកនាំអេឡិចត្រុងមកដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីម A មកវត្តក្រែបតែ3ហ្នឹងបូកផលចូលគ្នាកូលីកូសមួយម៉ូលេគុលបានប៉ុន្មាន NADH បានប៉ុន្មាន fat H2 បានប៉ុន្មាន CO2 បានប៉ុន្មាន ATP 4មុខបូកមកផ្លែតអ្នកដែលកត់ណាពីអត់កត់អត់មានអីបូកទេបានចម្លើយប្រាប់ខ្ញុំហើយចាំយើងទៅផ្ទៀងផ្ទាត់គ្នាមើលត្រូវមិនត្រូវបាននៅអ្នកគេកាត់បានទាំង3ដំណាក់កាលបានឃើញបានអត់ឃើញដំណាក់កាលបំបែកស្ករ1ដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីម A1 វត្តក្រែប1បូកវាចូលគ្នាទាំងអស់គឺរកចំនួន NADH រកចំនួន FADH2 រកចំនួន CO2 រកចំនួន ATP ដែលទទួលបានគិតត្រឹមវត្តក្រែបទេលោកគ្រូ ត្រឹមវត្តក្រែបទេខ្ញុំក្រោយនេះមិនតាន់ចេញលទ្ធផលទេទទួលបាន3ម៉ូលេគុល NADH 3ម៉ូលេគុល NADH បានបានទៀតផ្សេងបូកគ្រប់ដំណាក់កាលពីលើមកតាំងពីដំណាក់កាលបំបែកស្ករដំណាក់កាលបង្កើតអាសេទីលកូអង់ស៊ីម A វត្តក្រែប3ដំណាក់កាលនឹងយកផលទាំងអស់នោះមកបុកចូលគ្នាគឺរកចំនួន NADH រកចំនួន FADH2 រកចំនួន CO2 រកចំនួន ATP បុកគ្រប់ដំណាក់កាលចូលគ្នាអាណាអត់មានអត់ទៅណាមានបុកចូលគ្នាខ្ញុំឲ្យកត់ហើយសង្ស័យអត់មានអ្នកកត់ទេបើកត់បងតំផ្លែចាស់ ATP 5ម៉ូលត្រូវទេលោកគ្រូ ATP 5ចេញពីលេខណាខ្លះមក ចេញពីវត្តក្រែបហ្នឹង2ហើយអាបែកចុងក្រោយ3លោកគ្រូ បែកចុងក្រោយនៅណាចេះ ចង្វាក់អេឡិចត្រុង អានោះមិនតាន់ណាខ្ញុំមិនតាន់ឲ្យណាខ្ញុំឲ្យធ្វើតែវត្តក្រែបសោះវាយឡើង អូឈប់មើលម្ដងទៀតទៅលោកគ្រូ ឲ្យធ្វើតាមមកកង់លើតែឥឡូវច្រវាក់នៅលេខហ្នឹងអត់តាន់ណាអត់តាន់ប្រាប់ទេខ្ញុំសង្ស័យអត់មានកត់ម្នាក់ឲ្យតាមមើលសង្ស័យប្រាប់ថាឲ្យកត់លទ្ធផលសរុបដំណាក់កាលមួយ កត់តែលោកគ្រូប៉ុន្តែដល់ដូចដឹកបុកអាណា បោកចូលគ្នាបោក សេលលើបាន6ត្រូវ ចឹង ATP 4លោកគ្រូ 6 មែន 4 ATP 4លើហ្មង
CO2 đôi chia Còn CO2 mũi ban tập pi ban buôn đấy cái pi là của không muốn nên là ăn cọt ai cái nhé cọt bàn class ọt bàn class hai tam mơ đồng miền tầng bay tầng nạ cá là bọn ai sẽ đọc châu nghe tranh đã bắt tầng nạ cá na mũi ọt cục bát vì số là cũ là vu mấy số rồi cho nên anh anh a d ha ADHP ADH2 hay ở span cam nước hay ATP 4 mốc buồn nó sang cao mốc ok លោកក៏ដូចដំណាក់កាលបែកស្ករអត់ទាន់មានស្មានការបំណិចណា អត់មានអត់ទៅទាំងក្នុងហ្វាអត់មានអត់ទៅយើងបុកតាមមាននេះ ចា ណាមានបុកចូលគ្នាណាអត់ទៅ លោកគ្រូសុំឆ្លើយលោកគ្រូ បាទ លោកគ្រូខ្ញុំបោកទៅឃើញថាANDH 6 FADH 2 ឧស្ម័នកាបូនិក 4 ATP 2 ATP 2 បាទ មិនអត់កត់បានណាការណាខ្លះហេបែបមិនខ្វះខ្លះហេតាមមើលណែតាអត់បានកត់ដំណាក់កាលណាមួយបាត់មកគេហើយ ATP 4លោកគ្រូ ATP 4ណា4ណាខ្លះនៅការបំបែកស្ករ2ហើយនៅវត្តក្រែប2ណាឃើញហើយកុំឲ្យច្រឡំមកគេតែចឹងបាត់មកគេបាត់ហើយតែយើងទៅមើលឡើយនេះឡើយសរុបហើយសរុបនេះគឺគេនិយាយចំពោះកោសិកាបាក់តេរីដំណើរការផលិតថាមពលក្នុងកោសិកាបាក់តេរីយើងដំណាក់កាលបំបែកស្ករមិញដំណាក់កាលបំបែកស្ករយើងទៅអំពី ATP នេះហើយវត្តក្រែបបាន2ដែរអញ្ចឹងសរុបទៅបាន4 ATP ហើយដល់អូស្មန်កាបូនិកទទួលបាននៅដំណាក់កាលបង្កើតអាសេទីលកូនសម្អាត2ហើយវត្តក្រែបបាន4អញ្ចឹង6អូស្មန်កាបូនិកដែលទទួលបាន6ដល់ NADH វិញដំណាក់កាលបំបែកស្ករទទួលបាន2ដំណាក់កាលបង្កើតអាសេទីលកូនសម្អាត2ទៀត4ហើយដល់វត្តក្រែបបាន6អញ្ចឹងសរុបទៅ10 NADH FADH2 ទទួលបានតែក្នុងវត្តក្រែពេអញ្ចឹងបានតែ2ឯងអញ្ចឹងបើសរុបចំនួន NADH គឺ10 FADH2 2 ATP 4ហើយអូស្មန်កាបូនិក6អាហ្នឹងត្រឹមវត្តក្រែបឡើងទៅលើហើយដល់មកច្រវាក់ដំណឹកនាំអេឡិចត្រុងគឺបាន34 ATP នៅក្នុងច្រវាក់ដំណឹកនាំអេឡិចត្រុងគឺបាន34 ATP អញ្ចឹងបានគេប្រាប់យើងហ្នឹងច្រវាក់ដំណឹកនាំអេឡិចត្រុងជាដំណាក់កាលដែលទទួលបានថាមពលច្រើនជាងគេ34នោះ34បូក4លើមួយហ្នឹង38បានន័យថាក្នុង1ម៉ូលេគុលកូលុយកូសគឺទទួលបាន38 ATP នឹងចំនួនច្រើនបំផុតសរុបទាំងអស់បែកស្ករបាន2 ATP វត្តក្រែប2 ATP ទៀត4ច្រវាក់ដំណឹកនាំ34 38នឹងចំពោះបាក់តេរីចឹងយើងអត់មានសល់ NADH FADH2 ទៀតណាអត់មានសល់ឡើយទៀតទេគឺទៅជា ATP អស់ហើយបាន38ហ្នឹងហើយ6 CO2 អូស្មန်កាបនេះខ្ញុំភាចេញបាត់ណាចេញទៅបាត់ហើយ ATP នេះកោយកទៅប្រើខ្ទីទៀតអញ្ចឹងដំណើរការផលិតថាមពលនោះកើតមានជាប់រហូតអត់មានឈប់ទេ ATP នេះអត់ស្តុកអីលោកគ្រូណាអត់ស្តុកទេអត់ស្តុកដូចខ្លាញ់ដូចអីគេកាលីកូសែនដូចប្រូតេអ៊ីនអត់ស្តុកទេ ATP បង្កើតមកបានមកប្រើអញ្ចឹងត្រូវបង្កើតរហូត
នោះយើងបើចង់ឲ្យកោសិកាសម្រាប់ឈប់ដកខ្យល់ហ្នឹងវាសម្រាប់ឲ្យលេងបកើតដែរតែដកខ្យល់ចូលរហូតវាបកើតរហូតអត់ឈប់ទេតាដង្ហើមប្រើខ្យល់ហ្នឹងចឹងអុកស៊ីសែនដើរតួជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយវាទៅចាប់យកអេឡិចត្រុងនិងប្រូតុងបង្កើតម៉ូលេគុលទឹកតែប៉ុណ្្នឹងឯការងារវាតាខ្ញុំតទៀតចូលដង្ហើមមិនប្រើខ្យល់ម្ដងចឹងដង្ហើមយើងមុនប្រើខ្យល់ប្រើអុកស៊ីសែនណាចឹងមានដង្ហើមខ្លះអត់ប្រើខ្យល់ទេយើងនិយាយដង្ហើមចំចុះដកខ្យល់ចូលនឹងនិយាយមិនប្រើខ្យល់មិនពាក្យដង្ហើមហ្នឹងខ្ញុំប្រាប់មុនមិញអីគេណាពាក្យដង្ហើមខ្ញុំគិតថាហ្នឹងការដកខ្យល់កាលណាយល់អញ្ចឹងអត់ត្រូវណាយល់អញ្ចឹងមិនវែងមុនមិញហ្នឹងមុនចាប់ដើមមានខ្ញុំថាដង្ហើមអីគេចឹងដង្ហើមគឺដង្ហើមកោសិកា លោកគ្រូសបាឧស្ម័នអភិសែន ដង្ហើមកោសិកាមានន័យថាម៉េច ការផលិតថាម ការផលិតថា ការ ម ផលិត ពល ថាមពលហ្នឹងហើយការផលិតថាមពលអ្នកគ្រូចាំអញ្ចឹងណាចាំអញ្ចឹងដល់យើងដង្ហើមមិនប្រើខ្យល់បែរការផលិតថាមពលដែលអត់ប្រើអុកស៊ីសែនពេលហ្នឹងយើងយល់ហើយតែមកយើងដង្ហើមការដកខ្យល់ចូលមិនថាអត់ប្រើខ្យល់បើយើងថាដង្ហើមការដកខ្យល់ចូលហ្នឹងខុសណាអញ្ចឹងការផលិតថាមពលដល់ដំណក់ដង្ហើមមកបានការដកខ្យល់ចូលអញ្ចឹងមានពីរដំណើរការខុសគ្នាដំណក់ដង្ហើមនិងដង្ហើមកោសិកាដំណក់ដង្ហើមក៏យើងដកខ្យល់តាមច្រមុះនោះចូលទៅសួតដកអូស្មန်កាបូនិកពីសួតមកក្រៅវិញហ្នឹងដំណក់ដង្ហើមណាដល់យើងដង្ហើមឬក៏ដង្ហើមកោសិកាជាដំណើរការផលិតថាមពលដុតកូលីកូសដុតកូលីកូសឲ្យទៅជា ATP អញ្ចឹងកុំច្រឡំណាដង្ហើមមិនប្រើខ្យល់ការផលិតថាមពលដែលអត់ប្រើអុកស៊ីសែនអញ្ចឹងមានភាពរស់ខ្លះវាគ្មានប្រើអុកស៊ីសែនផងណាពួកបាក់តេរីនៅទឹកជ្រៅនោះមិនមានអុកស៊ីសែនអីវានៅឡើយអត់មានខ្យល់វាអត់ប្រើអុកស៊ីសែនតែវាប្រើអីផ្សេងអញ្ចឹងចំពោះដង្ហើមមិនប្រើខ្យល់អ្នកចាប់យកអេឡិចត្រុងចុងក្រោយគឺជាម៉ូលេគុលអសរីរាង្គវិញដង្ហើមប្រើខ្យល់មុនមិញម៉ូលេគុលអីគេអ្នកចាប់យកអេឡិចត្រុងចុងក្រោយ អុកស៊ីសែន អុកស៊ីសែនត្រឹមត្រូវណាចាំលោកណាចាំអញ្ចឹងដង្ហើមប្រើខ្យល់អុកស៊ីសែនអ្នកចាប់យកអេឡិចត្រុងចុងក្រោយដល់ដង្ហើមមិនប្រើខ្យល់វាអត់ប្រើអុកស៊ីសែនអញ្ចឹងវាប្រើម៉ូលេគុលផ្សេងជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយវិញម៉ូលេគុលផ្សេងហ្នឹងគឺម៉ូលេគុលអសរីរាង្គវិញមិនមែនអុកស៊ីសែនទេហើយវាប្រើខុសៗគ្នាទៅតាមបាក់តេរីដោយក្នុងករណីបាក់តេរី Pseudomonas bacillus វាប្រើអេយ៉ុងនីត្រាតនេះជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយណាឃើញទេនីត្រាតនិងម៉ូលេគុលអសរីរាង្គវាប្រើហ្នឹងវានៅកន្លែងអត់ខ្យល់ហើយបាក់តេរីខ្លះទៀតដូចជា D sulfo vibrio វាប្រើអេយ៉ុងស៊ុលផាតវិញជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយនេះនឹងអសរីរាង្គដែរតែបាក់តេរីខ្លះទៀតប្រើអេយ៉ុងកាបូណាតជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយអញ្ចឹងអ្នកចាប់យកអេឡិចត្រុងចុងក្រោយនៅក្នុងពួកអត់ប្រើខ្យល់គឺខុសៗគ្នាដល់ពួកប្រើខ្យល់គឺប្រើតែអុកស៊ីសែនដូចគ្នាណាទាំងមនុស្សទាំងសត្វទាំងរុក្ខជាតិទាំងផ្សិតទាំងអីពួកប្រើខ្យល់ប្រើអុកស៊ីសែនមកគឺដល់ពួកអត់ប្រើខ្យល់អត់ទេគេទៅតាមប្រភេទគេណាមានអ្នកប្រើនីត្រាតមានអ្នកប្រើស៊ុលផាតមានអ្នកប្រើកាបូណាតហើយពួកប្រើកាបូណាតជាអ្នកចាប់យកអេឡិចត្រុងនេះផលវាដែលបង្កើតមកគឺមេតាននេះព្រមមានលោកគ្រូអ្នកគ្រូដែលប្រើឡជីវៈអូស្មန်ហ្នឹងមេតានឡជីវៈអូស្មန်ចេញពីបាក់តេរីអត់ប្រើខ្យល់ហើយឡឲ្យទៅចាក់អាចកោចូលទៅបិទឡើងចិត្តឈឹងពួកហ្នឹងវាអត់ត្រូវការខ្យល់អញ្ចឹងវាបំលែងសំណល់ផ្សេងទៅជាមេតានបានដុតទៅមេតានហ្នឹងផលិតផលរបស់បាក់តេរីដែលអត់ប្រើខ្យល់ជីវិតគេហ្នឹងកុំឲ្យមានខ្យល់គេមិនត្រូវការទេអញ្ចឹងពួក
អានេះដង្ហើមបំប្រើខ្យល់តែប៉ុណ្្នឹងឯងលោកគ្រូតែប៉ុណ្្នឹងឯងគឺការផលិតធម្មពល ATP ដែរដង្ហើមការផលិតធម្មពល ATP ដែរគ្រាន់តែអ្នកចាប់យកឲ្យចុងក្រោយខុសពីដង្ហើមប្រើខ្យល់តែប៉ុណ្្នឹងឯងបានធម្មពល ATP យកប្រើដូចគ្នាតមកទៀតជន់លបើងហ្នឹងគេអត់និយាយច្រើនគេនិយាយតែពីម៉ាត់លបើងបាទ អាមេតាននៅក្នុងឡជីវឧស្ម័នហ្នឹងដោយសារថាមានពួកបាក់តេរីជួយបែកចុះអាចគោដែលគោជិះនៅខាងក្រៅនោះអានោះប្របែកបានមេតានតិចទៅច្រើនគ្រូនៅឡជីវឧស្ម័ននោះអានោះអាចអត់ដឹងទេទូចឹងនោះបើវាមានបន្តិចបើមិនមែនបន្តិចមិនបានបន្តិចចឹងទៅខ្ញុំគិតទៅប្រហែលជាអត់សូវមានប្រសិទ្ធភាពដូចអាឡទេតែមិនសូវបានច្រើនដូចឡទេវាអាចមានដែរណាអាចបានដែរប៉ុន្តែមិនច្រើនដូចអាឡទេព្រោះវានៅកណ្ដាលវាអត់នៅចិត្តឈឹងដូចនឹងឡផងបើចិត្តឈឹងនោះបានច្រើនចេះស្ងល់នៅកណ្ដាលវានៅអីមក ប្រមូលមកអស់មកចិត្តឃើញទៅផែនដីកម្មវិធីចាស់ហ៎ហើយឃើញគេដាក់ឧស្ម័នដែលធ្វើឲ្យខូចបរិស្ថាននោះគេដាក់រូបមេគោហើយជួអាចនេះដល់ពេលហើយអញ្ចឹងបានន័យថាអាចគោហ្នឹងវាបង្កើតជាមេតាននឹងដែរបកាយឃើញបកាយចាំនេះហ្នឹងហើយវាមានបកើតដែរប៉ុន្តែមិនសួរថាច្រើនជាងតិចជាងខ្ញុំគិតថាបើតិចជាងអាឡណាដោយសារវានៅកណ្ដាលវាមានឡោអីអូស្មានមិញអូស្មានអីគេអូម៉ាន់ក្នុងបរិយាកាសចាស់ចាស់ណាអូស្មានចាស់ចាស់ណាសមាធិបើស្មានចាស់ចាស់ហ្នឹងទៅវាអាចគោដែរមើលព្រោះអត់ទៅការខ្យល់បកើតតែលបើងហ្នឹងតម្រង់នៃការផលិតធម្មពលដែរតម្រង់មួយទៀតនៃការផលិតធម្មពលអាចដំណើរការតាមដង្ហើមកោសិកាអាចតាមលបើងហើយវាមានយមន័យច្រើនធឺយមន័យវាយមន័យលបើងទី1នេះគឺការខូចអាហារដោយសារមីក្រូបយមន័យលបើងទី1អាហារយើងដែលខូចហ្នឹងដោយលបើងទៅដោយដំណើរលបើងយើងស្លពីល្ងាចហ្នឹងដួសញ៉ាំដួសអីហើយអត់បានកណ្ដៅឡើងវិញណាដួសចុះដួសឡើងដួសចុះដួសឡើងហូបបន្តគ្នា 2-3 នាក់ហើយបានកណ្ដៅឡើងវិញស្អែកឡើងជូរចាដំណើរការឡើងជូរហ្នឹងគេហៅលបើងហើយខូចដោយសារបាក់តេរីបំលែងយមន័យទី2ជាដំណើរការទាំងឡាយដែលបង្កើតភេសជ្ជៈអាល់កុលឬផលិតផលអាស៊ីតទឹកដោះគោយើងធ្វើស្រាដំណើរការធ្វើស្រាម៉េដែលបំលែងស្ករក្នុងបាយស្រាយើងទៅជាអាល់កុលអាហ្នឹងលបើងឬក៏ដំណើរការកាច់ស្ករទឹកដោះគោទៅជាយ៉ាអ៊ូទឹកដោះគោជូរផលិតផលអាស៊ីតទឹកដោះគោមិនថាទឹកដោះគោជូរអាស៊ីតហ្នឹងលបើងការធ្វើទឹកដោះគោជូរការធ្វើស្រាបៀនលបើងយមន័យទី2វាដែលយមន័យទី3ជាដំណើរការប្រើមីក្រូបក្នុងទ្រង់ទ្រាយធំទោះបីដំណើរការនោះប្រើខ្យល់ឬមិនប្រើខ្យល់ក៏ដោយហៅលបើងចំណុចទី3នេះយើងបាក់យល់បន្តិចអញ្ចឹងមិញថាមិនចង់បញ្យល់ទេប៉ុន្តែអាទី3អញ្ចេះលបើងមែនតែនទៅអ្នកដែលទូទៅដឹងគឺអត់ប្រើខ្យល់ទេអត់ប្រើខ្យល់ទេដោយការខូចអាហារហ្នឹងអត់ប្រើខ្យល់ទេការធ្វើសាបៀការធ្វើដោះគោជូរអត់ប្រើខ្យល់ទេដល់ក្នុងយមន័យនេះគេថាឲ្យតែយើងប្រើមីក្រូបឲ្យតែយើងប្រើបាក់តេរីប្រើខ្យល់មិនប្រើខ្យល់ក៏លបានដែរឲ្យតែយើងប្រើមីក្រូបឲ្យធ្វើអីឲ្យយើងឲ្យបង្កើតអីឲ្យយើងហៅលបើងប្រើខ្យល់ប្រើទៅមិនប្រើខ្យល់អត់ទៅអញ្ចឹងអានេះយមន័យបែបឧស្សាហកម្មគេមិនប្រកាន់រឿងប្រើខ្យល់ទេប៉ុន្តែបើចំនៃលបើងវាអត់ប្រើខ្យល់ទេណាចាអញ្ចឹងបើចាំតា2លើទៅអាទី3នេះវាយ៉ាងស្មុគស្មាញបន្តិចចាំតា
អាហារខូចដោយសារមីក្រូបនឹងគេហៅលបាងជាការខូចអាហារដោយសារមីក្រូបហើយការធ្វើស្អាតបៀការធ្វើទឹកដោះគោជូរអានឹងលបាងតើមកយមន័យបែបជាសាសយមន័យលបាងណាបែបជាសាសនេះដែលមនុស្សទូទៅដឹងនេះអានេះលបាងគឺជាការបញ្ចេញថាមពលពីអុកស៊ីតកម្មស្ករឬក៏ម៉ូលេគុលសរីរាង្គផ្សេងៗដោយមិនប្រើអុកស៊ីសែនមិនប្រើវដ្តក្រែបមិនប្រើច្រវាក់ដំណឹកនាំអេឡិចត្រុងហើយអ្នកចាប់យកអេឡិចត្រុងចុងក្រោយគឺជាម៉ូលេគុលសរីរាង្គនេះយមន័យលបាងតាមបែបជាសាសអា3មុនមិញអត់ចាំក៏បានដែរចាំមកក្រោយនេះទៅចាំមកយមន័យបែបជាសាសលបាងជាការបញ្ចេញថាមពលពីអុកស៊ីតកម្មស្ករអត់ប្រើអុកស៊ីសែនអត់ប្រើវដ្តក្រែបអត់ប្រើច្រវាក់ដំណឹកនាំអេឡិចត្រុងហើយអ្នកចាប់យកអេឡិចត្រុងខាងក្រោយគឺជាម៉ូលេគុលសរីរាង្គខុសពីដង្ហើមខាងលើមិញដង្ហើមខាងលើមិញបើដង្ហើមប្រើខ្យល់វាប្រើអុកស៊ីសែនជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយបើដង្ហើមមិនប្រើខ្យល់វាប្រើម៉ូលេគុលអសរីរាង្គជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយដល់លបាងប្រើម៉ូលេគុលសរីរាង្គជាអ្នកចាប់យកអេឡិចត្រុងចុងក្រោយវិញអញ្ចឹង3ដំណើរការផ្សេងគ្នា3ដំណើរការខុសគ្នាណាលបាងអាហ្នឹងការផលិតថាមពលដែរបញ្ជាក់ឡើងវិញអញ្ចឹងនៅក្នុងលបាងបានថាមពលតិចច្រើនមានអ្នកអាចយល់បានទេនឹងលបាងកលុយកុសមួយម៉ូលេគុលដូចគ្នាចាប់លបាងបានថាមពលតិចជាងដង្ហើមឬក៏ច្រើនជាងដង្ហើមតិចលោកគ្រូតិចជាងហេតុអីបានតិចជាងពីព្រោះវាបបែកឃើញកោសអត់សោបលោកគ្រូអត់សោបណាយ៉ាណាcònបើអញ្ចឹងបើមើលតាមយមន័យនេះអត់ខុសឆ្លើយមកវិញណាបើចង់ឲ្យមើលតាមយមន័យនេះមិនបានថាវាបានតិចមានអ្នកយល់បានទេមើលតាមយមន័យហ្នឹងបើយើងយល់ពីលើមកយើងដឹងថាវាបានតិចដោយសារអីចេះគេប្រាប់ថាលបាងបានថាមពលតិចជាងអូមើលខ្ញុំមិញសួរមួយណាបានតិចមួយណាបានច្រើនឆ្លើយចម្លើយឲ្យមកមើលវិញអស់អាលីងនិយាយចុះនិយាយឡើងនិយាយចុះនិយាយឡើងឲ្យចម្លើយបាត់ហើយតាលបាងបានតិចជាងប៉ុន្តែហេតុអីខ្ញុំចាំបានហេតុអីវិញដោយសារវាឆ្លងកាត់បាត់គោតាមអត់សេវាបាត់បាក់លឺវាអត់ឆ្លងកាត់វត្តក្រែបវាអត់ទទួលបានថាមពលទេលោកគ្រូហើយអាចច្រវាក់ដឹកនាំអេឡិចត្រុងហ្នឹងអានឹងទទួលបានថាមពលច្រើនប៉ុន្តែលបាងអត់ឆ្លងកាត់ច្រវាក់អេឡិចត្រុងអញ្ចឹងគឺថាមពលបាត់បង់ច្រើនមែនតើហ្នឹងហើយអត់ឆ្លងកាត់វត្តក្រែបអត់ឆ្លងកាត់វត្តក្រែបអញ្ចឹងវត្តក្រែបមិញបានប៉ុន្មាន ATP ក្នុងមួយម៉ូលេគុលស្ករមើលទៅក្រោយបន្តិចមើលទៅក្រោយបន្តិចខ្ញុំមកឲ្យកត់ហ្នឹងឲ្យកត់វត្តក្រែបបាន2លោកគ្រូវត្តក្រែបបាន2ហើយដល់ច្រវាក់ដំណឹកនាំអេឡិចត្រុងបានប៉ុន្មាននេះជា34លោកគ្រូ34បូក2 36ហើយដល់សរុបទាំងអស់មិនបានប៉ុន្មានមួយម៉ូលេគុលកលុយកោសកាត់ថាមពល ATP បានប៉ុន្មាន38ដក36ចេញនៅសល់ប៉ុន្មាន12ចឹងលបាងបាន2ហ្នឹងតិចតិចបានថាមពលតិចដល់ដង្ហើមមិនបានច្រើនចាតាទៀតចឹងតាចានេះយមន័យលបាងតាមបែបជាសាសដំណើរការអីដែរអត់ឲ្យតែអត់ប្រើច្រវាក់ដំណឹងនាំអេឡិចត្រុងណានឹងបានថាមពលតិចហើយពួកអីដំណាក់កាលនឹងបានថាមពលច្រើនណាហើយដកវាចេញចឹងបានតិចលបាងត្រូវបានចែកជា2ប្រភេទគឺលបាងអាស៊ីតឡាក់ទិកនិងលបាងអាល់កុលគេចែកចេញតែ2ក្រុមឯងអាស៊ីតអីក៏ដោយចឹងគេដាក់រួមអាស៊ីតឡាក់ទិកលបាងអាស៊ីតឡាក់ទិកលបាងអាល់កុលអាស៊ីតឡាក់ទិកហ្នឹងបើអ្នកធ្លាប់ញ៉ាំទឹកដោះគោជូរញ៉ាំយ៉ាអ៊ូអាហ្នឹងហើយអាស៊ីតឡាក់ទិកអ្នកធ្លាប់ញ៉ាំអាហ្នឹងដឹងនៅក្នុងផ្លែឈើដែរមានអាស៊ីតខុសគ្នាចឹងបើយើងញ៉ាំទៅជូរខុសគ្នាដល់អាជូរយ៉ាអ៊ូនេះ
ជូរបែបមួយទៀតទៅអាស៊ីតឡាក់តិចហើយលបាំងអាកុលអាហ្នឹងក្នុងស្រាបៀអញ្ចឹងលបាញ់ចែកចេញជាពីរប្រភេទលបាំងអាស៊ីតឡាក់តិចលបាំងអាកុលយើងមកមើលលបាំងអាស៊ីតឡាក់តិចលបាំងអាស៊ីតឡាក់តិចគេថាក្នុងអំឡុងពេលនៃដំណាក់កាលបំបែកស្ករក្លូកូស1ម៉ូលេគុលរងអុកស៊ីតកម្មទៅជា2ម៉ូលេគុលអាស៊ីតពីរីវិចយើងដឹងហើយណាខ្ញុំបានប្រាប់ប៉ុន្មានដងថាដំណាក់កាលបំបែកស្ករវាកើតឡើងទាំងក្នុងដង្ហើមកោសិកាទាំងក្នុងលបាងអញ្ចឹងខ្ញុំនិយាយតាមម្ដងហើយអត់និយាយទៀតទេពេលដល់លបាងអញ្ចឹងយើងចាំណាដំណាក់កាលបំបែកស្ករក្លូកូស1ម៉ូលេគុលបាន2ម៉ូលេគុលអាស៊ីតពីរីវិចហើយបាន 2ATP បាន 2ATP នឹងដំណាក់កាលបំបែកស្ករហើយអាស៊ីតពីរីវិចដែលទទួលបានគឺវារងរេដុកម្មបើថាបំលែងទៅជាអាស៊ីតឡាក់តិចពេលចាប់ដំណាក់កាលបំបែកស្ករបានអាស៊ីតពីរីវិចបន្ទាប់មកអាស៊ីតពីរីវិចហ្នឹងរងការបំលែងតទៀតទៅជាអាស៊ីតឡាក់តិចទៅជាជាតិជូរវិញហើយអាស៊ីតឡាក់តិចហ្នឹងគឺជូរក្នុងយ៉ាអ៊ូចាំអញ្ចឹងណាអញ្ចឹងយ៉ាអ៊ូហ្នឹងអាហ្នឹងផលិតផលលបាងអត់មានប្រើអុកស៊ីសែនទេអញ្ចឹងក្នុងលបាងបាន 2ATP នេះដែលខ្ញុំសួរមិញ 2ATP ហើយបាន2ម៉ូលេគុលអាស៊ីតពីរីវិចក្នុងស្ករ1ម៉ូលេគុលលបាងអាស៊ីតឡាក់តិចស្ករក្លូកូស1ម៉ូលេគុលទទួលបាន 2ATP 2ម៉ូលេគុលអាស៊ីតឡាក់តិចប៉ុណ្ណឹងហើយដល់មកលបាងអាកុលដំណាក់កាលបំបែកស្ករដូចគ្នាគឺក្លូកូស1ម៉ូលេគុលបាន2ម៉ូលេគុលអាស៊ីតពីរីវិចហើយបាន 2ATP ដូចតែគ្នាទេលបាងណាបាន 2ATP បាន 2អាស៊ីតពីរីវិចប៉ុន្តែអាស៊ីតពីរីវិចហ្នឹងបំលែងតទៀតទៅជាអាសេតាល់ដេអ៊ីតបំលែងពីអាស៊ីតពីរីវិចទៅជាអាសេតាល់ដេអ៊ីតបានបន្ទាប់មកវាបំលែងអាសេតាល់ដេអ៊ីតទៅជាអាកុលចំវាអេតាណុលអញ្ចឹងក្នុងកន្លែងលបាំងអាកុលក្លូកូស1ម៉ូលេគុលបាន 2ATP បាន2អេតាណុលលបាំងអាស៊ីតឡាក់តិចក្លូកូស1ម៉ូលេគុលបាន 2ATP បាន2អាស៊ីតឡាក់តិចសើ2អាកុលនេះអាកុលក្នុងស្រាបៀណាអញ្ចឹងអាកុលហ្នឹងផលិតផលលបាងដល់ស្រាបៀហ្នឹងផលិតផលលបាងហើយទេវរស់ខុសគ្នាពួកបានស៊ីឡាក់តិចមិញពួកបាក់តេរីហើយដល់ពួកអាកុលនេះអាហ្នឹងពួកមេសេអាវិញអាហ្នឹងពួកប្រូអើការយោតទៅមេសេអាហ្នឹងអើការយោតតិចតួចដល់ប្រើមីកទស្សន៍មើលឃើញវាធំជាងបាក់តេរីបន្តិចតែខ្ញុំសរុបចុងក្រោយនេះសរុបប្រហើយតែនេះលបាងណាសង្ខេបពីលបាងចឹងនេះក៏លុយកោឆ្លងកាត់ដំណាក់កាលបំបែកស្ករបាន2អាស៊ីតពីរីវិចនេះហើយបាន2ATP នេះអាស៊ីតពីរីវិចតបមកបើសិនជាលបាងអាស៊ីតឡាក់តិចអាស៊ីតពីរីវិចហ្នឹងមកនេះបានជាអាស៊ីតឡាក់តិចហើយបើសិនជាវាជាលបាងអាកុលអាស៊ីតពីរីវិចហ្នឹងមកជាអាសេតាល់ដេអ៊ីតសិនហើយបានតមកទៀតបំលែងពីអាសេតាល់ដេអ៊ីតទៅអេតាណុលចឹងបើលបាងអាស៊ីតឡាក់តិចវាពីអាស៊ីតពីរីវិចមកអាស៊ីតឡាក់តិចតែម្ដងណាបើសិនជាលបាងអាកុលវាឆ្លងកាត់អាសេតាល់ដេអ៊ីតសិនហើយបានបំលែងពីអាសេតាល់ដេអ៊ីតទៅអេតាណុលអេតាណុលណាអាកុលក្នុងស្រាបៀឈ្មោះចំវាអានឹងអេតាណុលយើងហៅអាកុលហ្នឹងយើងហៅទូទៅទេអាកុលច្រើនធឺបើនិយាយអេតាណុលគេដឹងហ្មងអូអាហ្នឹងនៅក្នុងស្រាបៀនៅក្នុងស្រាដែលយើងទទួលទានហ្នឹងអេតាណុលវាមានអេតាណុលវាមានអ៊ីសូប្រូប៉ាណុលវាមានបុយតាណុលច្រើនធឺហៅរួមអាកុលតាអញ្ចឹងលបាងបានថាអំពលបន្តិចតែមកចាប់មេរៀនយើងហើយអញ្ចឹងខ្ញុំចង់ទៅរំលឹកមេរៀនបន្តិចហើយតើមកចេញលេងហើយតើមកប្រឡងមិនពីបើធឺច្រើនបន្តិចច្រើនតែប្រភេទប្រឡងឯងប៉ុន្តែខ្ញុំអត់ដាក់សំណួរច្រើនទេអញ្ចឹងអត់អីទេកុំភ័យ
កំភៃខ្ញុំដកសំណួរចេញចូលច្រើនណាស់តាអ្នកបាត់ចូលមកច្រើននេះបាន120ទាំងអស់សរុបនេះអត់អីខ្ញុំលឹកផ្លែតឲ្យចាំតាមដានណាចាំតាមដានព្រឹត្តិការណ៍ផ្សេងលឹកមានផ្លែតឲ្យយកបាន100ទាំងអស់គ្នាណាគេបាន100ទឹកក្រោយវាយតែហ្មងចាំយកតត់ដៅមកមួយឃើញមេរៀនថ្មីនៅឃើញនៅឃើញលោកគ្រូ កុំទៅណាចោលតាមប្រាវលោកគ្រូកូនសិស្សបានផ្លែលេរួចហើយឲ្យលឿនពេកលោកគ្រូមួយលោកគ្រូ គ្រូកុំលោកគ្រូ ចាំតែចម្លើយបានហើយអត់ចម្លើយកុំចាំវាតែខ្ញុំរំលឹកតាំងពីដើមមកមេរៀនទី1មកចាំតែឆ្លើយមើលសំណួរទី1តើមីក្រូបវិទ្យាជាអ្វីណាគេចេះឆ្លើយហើយចេះឲ្យមិនបាច់កត់មកអីទេមីក្រូបវិទ្យាគឺជាអ្វី ជាមីក្រូបគឺជាការសិក្សាអំពីមីក្រូសារពាង្គកាយដែលទៅមានកតុយទៀតនៅសកតុយហ្នឹងឆ្លើយមកនោះនៅសកតុយមិនបាច់មានកតុយទេ មីក្រូវិទ្យាជាការសិក្សាពីជីវិតតូចដែលមិនអាចមើលឃើញ តូចមិនមើលឃើញហៅអីគេ មីក្រូវិទ្យា មីក្រូបលោកគ្រូ មីក្រូសារពាង្គកាយ មីក្រូសារពាង្គកាយហ្នឹងហើយចឹងយើងខ្ជិលវែងមីក្រូបវិទ្យាគឺជាការសិក្សាពីមីក្រូសារពាង្គកាយតែប៉ុណ្្នឹងមកបានហើយចឹងចាំហ្នឹងមុខវិជ្ជាកាលណាមានវិទ្យានឹងជាមុខវិជ្ជាចឹងមកជាការសិក្សាអំពី មីក្រូសារពាង្គកាយ បាទមីក្រូសារពាង្គកាយក៏បានមីក្រូបក៏បានអីមួយទៀតនេះអីមួយទៀតកាលណាខ្ញុំឲ្យ3នៃតែមួយណាមីក្រូបប្រាណការពេលសង្គមប្រាណកាយលោញទៅសេបាទកាយលោញទៅសេម្ដងនេះម្ដងនោះតិចសុខុមប្រាណ ដល់អត់ឃើញខ្ញុំដាក់នេះមីក្រូសារពាង្គកាយដល់ខ្ញុំសេឡែងផ្សេងអតិសកម្មប្រាណអត់ជ្រើសរើសយកវាហ្នឹងចប់បាត់ទាំង3ហ្នឹងមួយកាយមិនខ្លះថេកឥឡូវត្រូវតើមីក្រូសារពាង្គកាយជាអ្វីហ្នឹងហើយបានយើងទៅនិយាយហ្នឹងហើយតាមតែថាជាសារពាង្គកាយតូចតែយើងមិនអាចមើលឃើញតាមផ្សេងបានណាចាំឡើងវាវហ្មងណែឃើញហ៎ដឹងអាស៊ីលុយប៉ុណ្ណេះមីក្រូសារពាង្គកាយគឺជាសារពាង្គកាយទូចដែលភ្នែកតទេមិនអាចមើលឃើញបានភ្នែកតទេទៀតណាបើភ្នែកយើងអត់ប្រើកែវបរិយភ្នែកតទេហ្មងនឹងមីក្រូសារពាង្គកាយចឹងអានេះស្រួលដែរតែយើងទៅមុខទៀតអាស្រួលទៅតបមកទៀតពាក្យថាមីក្រូបហ្នឹងមានប្រភេទអីខ្លះទៅយើងហៅមីក្រូបឬក៏មីក្រូសារពាង្គកាយហ្នឹងមានអីខ្លះទៅមានបាក់តេរីសត្វបាក់តេរីសត្វវីរុស virus មួយមកលោកមាន virus អាគេប៉ុណ្ណោះអាគេបាក់តេរី ប្រូតូសូអែគ្រូ ប្រូតូសូអែប្រូទីនសត្វសរសៃខ្ញុំសត្វមិញហើយ សារ៉ាយ ហើយណាមិញគេហៅបាក់តេរីហ្នឹងបាក់តេរីចាតែយើងមើលមានបាក់តេរីមានអាគេបាក់តេរីផ្សាយ ប្រូតូសូអែ សារ៉ាយ សត្វទូចហ្នឹងចាំ
ហើយនឹងសារ៉ាយវីរីស នឹងវីរីស ហ្នឹងហើយផ្សិតនេះចាំញ៉ាំបានដាក់មីក្រូមកផ្សិតមីក្រូផ្សិតទូចបានយើងរាប់ចូលក្នុងមីក្រូអាធំអត់រាប់ចូលទេតែហ្នឹងប្រភេទផ្សេងយើងដឹងណាកាន់ជាសួងមើលសិក្សាពីភាពរស់ទូចហ្នឹងមានអីខ្លះទៅមានបាក់តេរីអាកេប្រូតូសអែផ្សិតសារ៉ាយនិងវីរីសយ៉ាងចាំណានោះតើយើងអាចមើលឃើញមីក្រូតាមរយៈអ្វី តាមរយៈមី មីក្រូតួលោកគ្រូ មីក្រូតួ មីក្រូតួណែមានរូបនឹងហ្នឹងហើយអតេសកុំតួសោះ អត់ក្រៅអត់ទេសកុំ អតេសកុំតួសោះយ៉ាងឃើញពាក្យហ្នឹងចំមីក្រូតួនៅណាចឹងយ៉ាងអូមីក្រូតួអត់ឃើញ លោកគ្រូដាក់ប្រឡងរួចហើយ តាតកតងរជ្ជច្បងភាពរស់ទាំងអស់ចាច់ចេញជាប្រមាណរជ្ជច្បង 3 លោកគ្រូ ចាច់ចេញជាប្រមាណរជ្ជច្បង បាយ 3អ្វីខ្លះ 3រយៈមក បាក់តេរីអាកេកូនអឺការី អាគេកូននៅណានោះវិញទៅរុក្ខជាតិណានោះវិញ អូយ រជ្ជច្បងបាក់តេរីរជ្ជច្បងអាកេរជ្ជច្បងអឺការីយ៉ា ហ្នឹងហើយខាងប្រុសដាក់មកណាបាក់តេរីអាកេបាក់តេរីហើយនឹងអឺការីយ៉ាមាន3គេចែករជ្ជច្បងជា3បាក់តេរីអាកេនិងអឺការីយ៉ាណាដល់មកមានរជ្ជៈគេព្រោះទាំងអស់ចែកមានរជ្ជៈ ចែក 5អ្វីខ្លះ មាន អូនេរ៉ា អូនេរ៉ា សត្វសត្វរុក្ខជាតិ ប្រូទីសត្វសត្វ សត្វ រុក្ខជាតិហ្នឹងហើយ5ម៉ូនេរ៉ាប្រូទីសត្វរុក្ខជាតិបានហើយតើហើយ5តបមកអានេះបែររាងបានទេចាមីក្របខាងក្រោម4ហ្នឹងតើមួយណាជាបាក់តេរីមើលផ្លែត អឺកូលី អាកដាល កដាពីរណោះ ទី3 ទី3ណែហ្នឹងហើយចាំវាហ្នឹងយើងអឺកូលីដល់ក៏អ៊ីកូឡៃចាំឈ្មោះវាល្បីចាំវាទៅមករៀនពីបាក់តេរីហ្នឹងយ៉ាងហោចចាំអាហ្នឹងមួយណាល្បីអ៊ីកូឡៃក៏បានអឺកូលីក៏បានមិនលឺសូវខាងស្រីចង់សួរអីមែន ចាលោកគ្រូចង់ឲ្យលោកគ្រូអានម្ដងទៀតពាក្យហ្នឹងអានថាម៉េច អូ Escherichia coli Escherichia coli ចាអរគុណលោកគ្រូ ហ្នឹងហើយជាទូទៅគេអានតែកាត់ទេអានេះវាបើអានវាមានភាសាយើងគេអានតែ E coli បាទ លោកគ្រូជាស្រ័យខ្ញុំសុំមកឡើងអត់ចាក់ច្បងម្ដងទៀតគ្រូខ្ញុំអត់ទាន់លោកគ្រូកន្លែង តែចាក់ច្បងមាន3 បាទគ្រូបាទ ចង់បាក់តេរីអាកេនិងអឺការីយ៉ា សុំស្លាយគ្រូសុំស្លាយ ស្លាយនេះខ្ញុំដាក់ជាភាសាគេមកបាក់តេរីអាកេហើយអឺការីយ៉ានេះពាក្យគេបាក់តេរីអាកេអឺការីយ៉ាតាទៅទៀតយើងមិញដល់នេះបាក់តេរីអញ្ចឹងអាលើនេះជា virus អានេះជាផ្សិតអាក្រោមនេះផ្សិតដែរអញ្ចឹងអានេះមួយបាក់តេរីមាន virus 1មានផ្សិត2ទី3នេះបាក់តេរី E coli អ្នកចេះបារាំងអឺកូលីណាអ្នកចេះអង់គ្លេស E coli នៃស៊ូរកផ្សិតវិញមួយណាជាផ្សិត 2លោកគ្រូអត់ស្គាល់ឈ្មោះ ទី2អ្នកផ្សេងទីម៉ាន ទៅរៀនដល់2ដល់លោកគ្រូ ហើយគេលោកគ្រូទី4 ទី4លោកគ្រូ 4ណា ទី4 បាទបន្តិចណាបាទបន្តិចត្រង់ថាយើងអត់បានស្គាល់ច្រើនណាចឹងទៅ មីសែកនោះផ្សិត
ចំណាំ យ៉ាង ទៅ nó một cái chạm nè năng lẽ nạ sầm co sật mì sạch sật là chứng trong khởi lên ấy hiu nó mẹ độc ấy nó virus the Staphylococcus aureus ní bacteria E. coli mình bacteria chẳng hạn này sật nè chịp sật nó mê ra mình nó luôn của mê ra mình nhé trong mê ra chịp sật đấy nè còn chả lóm á thì khơi với tôi bằng bọc cá xẻ bọc cá có ra với bacteria chịp sật thì chị ca là dâu nó thằng khổng dương chân tí buồn chịp sật đọc má châu mới hiện number 2taสมาธิគីមីជីវៈរបស់កោសិកាចែកជាប៉ុន្មានភេទ ហើយចេញជា2លោកគ្រូ ចែកចេញជា2អ្វីខ្លះ សមាសធាតុសរីរាង្គសរីរាង្គ សរីរាង្គនិងសរីរាង្គត្រឹមត្រូវចែកចេញជា2សរីរាង្គអសរីរាង្គតទៀតដល់សមាធិអសរីរាង្គមានអីខ្លះក្នុងហ្នឹង បន អត់ឲ្យចែកចេញជាក្រុមធំបាច់ហត់មួយឯងបាក់ចាមហ្នឹងក្រុមអីគេច្រើនជាងគេសមាធិអសរីរាង្គក្នុងកោសិកា ទឹកលោកគ្រូ ទឹកច្រើនជាងគេទឹកមួយទឹកមកហើយអីទៀតក្រុមមួយក្រុមទៀត អល់ខានិច អំបលខនិចត្រូវទឹកណាំអំបលខនិចពីរក្រុមហ្នឹងបានណាចាំអំបលខនិចគេចែកតទៀតមិនទៅផ្សេងអញ្ចឹងមានទឹកណាំអំបលខនិចអសរីរាង្គណាហើយដល់សមាធិសរីរាង្គចែកចេញជាអីខ្លះ ចែកចេញជា4 អីខ្លះ 1កាបូនអ៊ីដ្រាតម៉ូណូសាក្រី ម៉ូណូសាក្រី ម៉ាតូស កាបូនអ៊ីដ្រាត ក្លូតូស គេសួរក្រុមធំក្រុមធំអត់និយាយលម្អិតក្នុងក្រុមមួយណា កាបូនអ៊ីដ្រាត កាបូនអ៊ីដ្រាតលីពីត ប្រូ ប្រូតអ៊ីនហើយនឹងនូ អា ក្លេ ស៊ីតនុយក្លេអ៊ិក មានអ្នកនៅចាំច្រឡំតែអញ្ចឹងគេចែកចេញជា4កាបូអ៊ីដ្រាត ត្រា លីពីត លីពីត ប្រូតេអ៊ីននិងអាស៊ីតនុយក្លេអ៊ិកណា អាស៊ីតនុយក្ ចែ លេ ក អ៊ិ ចេញ ក ជា4ក្រុមហ្នឹងក្នុងសមាធិសរីរាង្គហើយនេះកាបូអ៊ីដ្រាតអត់មានណូហ្នឹងណាអត់មានកាបូនអ៊ីដ្រាតណាកាបូអ៊ីដ្រាតចឹងកុំដាក់ណូមកដាក់ណូមកអត់ត្រូវទេជាក់ស្ដែងកាបូហ្នឹងគេសម្គាល់ពាក្យកាបោនហ្នឹងឯងប៉ុន្តែគ្រាន់តែគេអត់ទៅសេណូមកឯងគឺកាបូណាចឹងកុំដាក់កាបូនអ៊ីដ្រាតឡៃហ្នឹងណាក្រុមគេដាក់អីគេកលុយស៊ីតចឹងកលុយស៊ីតតាមគេណាមិនបាច់ដូរឲ្យដល់ប្រូតេអ៊ីនគេដាក់ប្រូទីតចឹងប្រូទីតដែរទៅអត់តោះអីទេ ទីចា អញ្ចឹងនៅគ្នាcònអង់គ្លេសវាប្រើពាក្យកាបូអ៊ីដ្រាតវាអត់ប្រើពាក្យកលុយស៊ីតទៅនឹងពាក្យបារាំងប្រូទីតក៏ពាក្យបារាំងដែរដល់អង់គ្លេសប្រើប្រូតេអ៊ីនបារាំងវាប្រើទាំងប្រូទីតទាំងប្រូតេអ៊ីនខ្ញុំចេញតែពីសភៅអង់គ្លេសខ្ញុំដាក់កាបូអ៊ីដ្រាតប្រូតេអ៊ីនទៅតែហ្នឹងសមាធិសរីរាង្គពួកមានអាតូមកាបូនក្នុងម៉ូលេគុលវាតមកទៀតមើលឆ្កម្ដងក្នុងចំណោមស្ករខាងក្រោមតើមួយណាជាម៉ូណូសាការីតយ៉ាអញវែងវងហើយពេលនេះមាន4មួយណាជាម៉ូណូ ស៊ីក្រូ ទុចក្រោអ្នកផ្សេងឡៃហ្នឹងអាចស៊ីលុយហ្នឹងឡៃហ្នឹង អាឡាតត កាឡា កាឡាក់ទៅកាឡាក់ទៅ លាក់ទៅហើយការលាក់ទៅមើល កាឡា កាឡាត ការលាក់ទៅ ឡាក់តោ តែចឹងទី1នេះឌីណាទី1នេះឌីសាការីតទេ កាឡា ទី3នេះក៏ឌីដែរ ស៊ីក្រូឡា ដល់ទី4អីគេទី4 ក្លូ ទី4ប៉ូលី ប៉ូលីសាការីត ប៉ូលី ចឹងអានេះឌីអាទី3ឌីអាទី4ប៉ូលីចឹងសល់អាទី2នេះម៉ូណូការលាក់ទៅ
monosaccharide គឺមានកលុយកូសកាឡាតូសហើយនឹងអីគេមួយទៀតកលុយកូស Frito កាឡាតូសព្រិចតូសចង់ផ្លេចហ្នឹងឲ្យជួយគ្នាចឹងអានេះម៉ូណូណាកាឡាតូសមណូតមកឌីកូញ៉ាក់ម្ដងមួយណាជាស្ករឌីសាការីត សុចក្រោះអ្នកគ្រូ មិនហ្នឹង សុចក្រោះដេញ ខ្ញុំខ្ជិលដោដាក់ផ្សេងខ្លាចវវទៅនឹកឃើញតែអញ្ចឹងកាឡាតូសមិញម៉ណូកលុយកូសមណូដែរកលុយកូសានប៉ូលីអញ្ចឹងអានេះឌីណាសុចក្រោះដឹងស្ករសយើងញ៉ាំស្ករឈ្មោះអីគេឈ្មោះជីវៈ សុចក្រោះ ស្ករសយើងញ៉ាំហ្នឹងឈ្មោះជីវៈស្ករអី ក្រោះ ក្រៅហ្នឹងអាហ្នឹងស្ករសណាគេអត់តាន់បានចាំតែបានកត់វាទៅតែគេនិយាយស្ករសដល់ថ្ងៃមួយនឹកឃើញស្ករសឈ្មោះគីមីវាស្អីវិញណាសុចក្រោះជាឌីសាការីតពេលចូលក្នុងខ្លួនយើងត្រូវបំបែកវាទៅម៉ណូបានប្រើកើតនៅឌីប្រើមិនកើតទេចឹងញ៉ាំចូលទៅវាបំបែកទៅម៉ណូទៅជាកលុយកូសនឹងព្រឹកទៅពេលហ្នឹងកោសកាយើងយកប្រើបានហើយក្នុងចំណោមធាតុខាងក្រោមតើមួយណាជាកាបូអ៊ីដ្រាតចាបឡំមកណា កាបូ មួយណាជាកាបូអ៊ីដ្រាត4ហ្នឹងមើលមកផ្លែត លីប៉ា តែលើឡូគ្រូសាយលើឡូ សាលីណាសា មាន លី លីពីតមានប្រូតេអ៊ីនមានហ្សៃលីឡូសមានអាស៊ីតនុក្លេអ៊ិកមួយណាជាកាបូអ៊ីដ្រាត សាលីឡូ តែលីឡូសត្រឹមត្រូវអាទី3ណាហ្សៃលីឡូសប្រយ័ត្នដាក់លីពីតមកឲ្យដាក់អាស៊ីតនុក្លេអ៊ិកគេសាយយ៉ាស់មាត់មកតើលីពីតបង្កឡើងពីសមាសធាតុអ្វីខ្លះលីពីតបង្កឡើងពីសមាសធាតុអ្វីខ្លះ លីសារ៉ូណាសិតខ្លាំងគ្រូ ចាញ៉ាំលុយប៉ុណ្ណេះនោះលីសិតអាស៊ីតខ្លាញ់ខ្ញុំអត់សួរអតូមទេណាយ៉ាត់ឆ្លាតអតូមមកលីពីតបង្កឡើងពីសមាសធាតុអីខ្លះអញ្ចឹងកលីសេរ៉ុលនិងអាស៊ីតខ្លាញ់កលីសេរ៉ុលអាស៊ីតខ្លាញ់ពេលបញ្ចប់វាលីពីតតើម៉ូលេគុលលីពីតស្តុកសម្រាប់ប្រើពេលក្រោយឈ្មោះអីពួកលីពីតស្តុកសម្រាប់ប្រើពេលជួបការខ្វះខាតឈ្មោះអីគេ ត្រីក្លីសេរីត ចង់ឲ្យចាយចង់ក្លីកូសែមមិញហ្នឹង គ្រីសេរីតចង់គ្លីខ្សែ ដោយសារឆ្លើយលឿនពេកលឿនពេកហ្នឹងអត់អីទៅដល់ពេលយើងធ្វើអត់លឿនអញ្ចឹងទៅអញ្ចឹងអានេះខ្ញុំនិយាយលីពីតស្តុកសម្រាប់ប្រើនៅពេលជួបការខ្វះខាតណាទុកប្រើនៅពេលក្រោយហ្នឹងហើយនៅក្បាលពោះខ្ញុំនេះត្រីក្លីសេរីតតាមទៅត្រីក្លីសេរីត1ម៉ូលេគុលក្លីសេរ៉ុល3ម៉ូលេគុលអាស៊ីតខ្លាញ់ទាំង3យើងត្រីខ្លាញ់ស្តុកអត់អីស្រួលតើមកអាស៊ីតខ្លាញ់ត្រូវបានចែកចេញជាអ្វីខ្លះអាស៊ីតខ្លាញ់ ពី ពីលើចូល ចេញជា ហេតុណា អ្វីខ្លះ ជា ខ្លាញ់ឆ្អែតនិងមិនឆ្អែត អាស៊ីតខ្លាញ់ឆ្អែតនិងមិនឆ្អែតច្រើនត្រូវទៀតតែប៉ុណ្នេះមានសង្ឃឹមអាស៊ីតខ្លាញ់ចែកចេញជាអាស៊ីតខ្លាញ់ឆ្អែតនិងមិនឆ្អែតណាអាឆ្អែតនេះអាត្រង់នេះឆ្អែតហើយដល់មិនឆ្អែតណាកាច់ចកេះវាមានសម្ព័ន្ធពីរជាន់ណាមកទៅសម្ព័ន្ធពីរជាន់វាខាងនារីសួរអីគេ ចុះដូងប្រភេទខ្ទិះដូងជាខ្លាញ់ឆ្អែតឬមិនឆ្អែត តាំងសាយមិនអត់មករៀនហ្នឹងដឹងតែអត់មកហ្មងដាក់អវត្តមានវិញសិន អត់ទេមកតែគ្រប់ប៉ុន្តែស្ដាប់ឡើងហ្នឹងអត់តន់ អញ្ចឹងដូងហ្នឹងករណីពិសេសហ្នឹងវាទៅជាខ្លាញ់វិញដូងត្រូវហៅវាខ្លាញ់មិនត្រូវវាសម្បូរអាឆ្អែតដូងដល់សត្វ ទឹកនេះលោកគ្រូ បាទ ទឹកដូងឯនឹងសាច់ដូងហ៎ សាច់ហ្នឹងពូប្រេងហ្នឹងសាច់ពូប្រេងហ្នឹង
chất tắc nhưng hai phải mình ta bị ai chờ tất xa thiết trăm xây ta tất bộ xa thiết xây anh lực lên ta vì sạch đâu nó vừa lùi về mình cầu đỏ màu chứ nó là ai châu từ lên mới tức và thật tức mắng về mình châu của năng về anh mình tích tú lipid tất đầu nó là bỏ là o nè là bỏ là o nó là o men tên bởi vậy bây giờ này bên mình sân khấu thằng ấm chuyện này ai bên mình score lo mau là o tiếp nhằm từ ăn phi lên càng ở thầy được coi là khổ ăn thầy cái mau tần ti cho score tiếp chẳng bằng là o nữa là o là cái men đầu nhằm đầu mùi vậy bộ sạt xịt này nhầm click tay nhầm flop mơ đối miên sân khúc đối miên bọn mình khúc có star tập group á phải phải để dân thời can nó tập đầu trong bàn cái thang cao cho non pol á cái do tập đầu nó thơ rộng và châu là mình được lo men tay mà ta stay đầu ít việc bạn tới chỗ này stay đầu ít nó chụp hiện mày đài ta mơ stay đầu ít chia vầy ta nhầm ai mà và chỉ admin net chạm thành steroid គឺជាទម្រង់ដែលអាតូមកាបូនចំនួន17តម្រៀបជាខ្សែបិទចំនួន4ចាប់គ្នា ok nè ok cười nhé chạm là ta chiaประเภท molecule ដែលអាតូមចំនួន17តម្រៀបជាខ្សែបិទចំនួន4ជាប់គ្នាទៀតក៏ហិតតែល្អទៀតចឹង molecule ដែលតម្រៀបគ្នាជាខ្សែបិទចំនួន4នេះគេហៅ steroid ហើយឧទាហរណ៍ molecule អីគេ molecule អីគេគេចាត់ទុកថាជា steroid cholesterol តាមត្រូវទៀតហ្នឹងហើយ cholesterol ជា steroid ដោយសារ molecule វាមានខ្សែបិទ4 1 2 3 4ហើយក្នុង4ខ្សែបិទហ្នឹងមាន17កាបោនណាហើយកាបោនផ្សេងទៀតអត់តម្រៀបបិទទេអញ្ចឹងវាមានច្រើនទៀតកាបោនណាមានច្រើនទៀតក្នុង molecule ហ្នឹងមិនមែនតែ17កាបោនណាមានច្រើនប៉ុន្តែអាខ្សែបិទហ្នឹង4ហ្នឹងគឺមាន17អាតូមកាបោន cholesterol អាខ្លាញ់ cholesterol កាលហ្នឹងបើសម្បូរហូរហៀមហាហូរហៀទៅវាទៅនៅកន្លែងណា នៅសរសៃឈាម នឹងសរសៃឈាមហ្នឹងហើយវាកប់ក្នុងព្រាសរសៃឈាមធ្វើឲ្យសរសៃឈាមយើងឡើងចង្អៀតឲ្យធ្វើឲ្យរុនធ្វើឲ្យពេលវាកប់ក្នុងភ្នែកធ្វើឲ្យភ្នែករីកមករីកចូលខាងរុនអញ្ចឹងធ្វើឲ្យរុនសតូចទោះណាបើថ្ងៃនេះទៅពេទ្យតអត់អីទេគេដាក់ទៅយោដាក់អីចូលឲ្យបើករុនវិញអត់តែមានលុយលេងអីឥឡូវចាស់ចូលប្រូតេអ៊ីនដងតើប្រូតេអ៊ីនបង្កឡើងពី molecule អ្វី molecule អីគេប្រូតេអ៊ីន អាស៊ីដអាមីណេលោកគ្រូ ប្រូតេអ៊ីនបង្កឡើងពីអាតូមអាស៊ីដអាមីណូមើលសួរ molecule សង្ចាយមើលសួរ molecule តើអត់ទៅអត់ទៅមេសួរ molecule អញ្ចឹង molecule អីគេ molecule acid amine protein molecule ស្រីមើលសួរ molecule សួរ protein បង្កឡើងពីអីបង្កឡើងពី protein វិញ acid amine លោកគ្រូ acid amine protein បង្កឡើងពី acid amine ច្រើនតជាប់គ្នា ចាប់ពី50ឡើងទៅលោកគ្រូ ហ្នឹងហើយចាតមកទីចំណងអ្វីដែលភ្ជាប់ពី acid amine មួយទៅ acid amine មួយទៀតក្នុង molecule protein ចំណងផុកទីតលោកគ្រូ ផុកទីត ឬសម្ព័ន្ធផូស្វាវាយឡើយចាំខែដកបន្ទុកនេះដកឡើយ ផូស្វាលីពីតហ្នឹងចាំចូលឡើងមិនតាន់ទៅដល់ផងតែចំណងប៉ាប់ទីតសម្ព័ន្ធប៉ាប់ទីតក៏បានចំណងក៏បានដែរតាមសភៅក្រសួងយើងច្រើនដាក់ចំណងហ្នឹងចងអាស៊ីដអាមីណេ
ឲ្យជាប់គ្នាចឹងសំណងនឹងស្គាល់ណាស្គាល់គ្រប់គ្នាតែមកណាចូលដល់អាស៊ីដនុក្លេអ៊ិកហើយបង្កឡើងពីអីគេអាស៊ីដនុក្លេអ៊ិកអាស៊ីដនុក្លេអ៊ិកបង្កឡើងពីម៉ូលេគុលអី ពីម៉ូលេគុលនុយក្លេនៅពេលទេលោកគ្រូ នុយក្លេទីត គេបង្កសាមកឆ្លើយ ADN ARN គឺសួនភាពបង្ករបស់អាស៊ីដនុក្លេអ៊ិក ម៉ូលេគុលនុយក្លេអូទីតលោកគ្រូ នុយក្លេអូទីតត្រូវនេះអាស៊ីដនុក្លេអ៊ិកហ្នឹងគឺ ADN ARN ហើយបង្កឡើងពីអីអាម៉ូលេគុលពីរហ្នឹងគឺពីនុយក្លេអូទីតតបមកចូលសម្ព័ន្ធម្ដងតើសម្ព័ន្ធអ្វីដែលភ្ជាប់ពីនុយក្លេអូទីតរបស់ចង្វាក់ម្ខាងទៅនុយក្លេអូទីតរបស់ចង្វាក់ម្ខាងទៀតក្នុងម៉ូលេគុល ADN សម្ព័ន្ធគីមីឬសម្ព័ន្ធភស្តុភារ ឡាយតែមួយទេ សម្ព័ន្ធអ៊ីពីសម្ព័ន្ធគីមីលោក អីទេលោកគ្រូ មើលនៅក្នុងជីវៈយើងគេថាសម្ព័ន្ធតាតែឆ្លើយគីមីវាទូទៅពេកណាចង្វាក់ម្ខាងរបស់ ADN ចង្វាក់ម្ខាងទៀតនោះ សម្ព័ន្ធអ៊ីដ្រូសែន ខ្ញុំអាននេះទៅវែងពេកអានទៅសេទៅវែងពេកអញ្ចឹងចង្វាក់ម្ខាងជាប់ទៅចង្វាក់ម្ខាងទៀតដោយសម្ព័ន្ធអ៊ីដ្រូសែនទៅសេទៅដូចមិនសូវរលូនផងតាមមើលទៅវែងពេកអញ្ចឹងចង្វាក់ ADN ម្ខាងភ្ជាប់ទៅចង្វាក់ម្ខាងទៀតដោយសម្ព័ន្ធអ៊ីដ្រូសែនអញ្ចឹងពេលមើលសំណួរពេលអានសំណួរមើលឲ្យច្បាស់បន្តិចណាខៃឡូច្រឡំតើសម្ព័ន្ធអ្វីដែលភ្ជាប់ពីនុយក្លេអូទីតមួយទៅនុយក្លេអូទីតមួយទៀតក្នុងចង្វាក់ម្ខាងនៃអាស៊ីដនុយក្លេអ៊ិកហ្នឹងហើយថ្មី សម្ព័ន្ធទី2សម្ព័ន្ធ មក ទី ទីនេះមិនចង់បានទេ សម្ព័ន្ធផូស្វ័ត DATL ផូស្វ័ត តែរកសម្ព័ន្ធគីមីរកមិនឃើញទេគ្មានមានទេខ្ញុំអត់ដាក់ផងសម្ព័ន្ធផូស្វ័តអូខ្ញុំសេខុសបន្តិចកែទៅខ្ញុំសេខុសសម្ព័ន្ធផូស្វ័ត DATL បាត់ជើងពោតា លោកគ្រូសម្ព័ន្ធភស្តុភារ DST សេរូបមន្តគីមីសេមិនលោកគ្រូ អូមិនដឹងទេ បើ មិនដឹងទេ បើនិយមន័យសម្ព័ន្ធគីមីភ្ជាប់រវាងអាស៊ីតផូស្វ័រិកស្ករ deoxyribo ដល់ពេលផូស្វ័រ ST អញ្ចឹងអត់ដឹងសម្ព័ន្ធសេរូបមន្តមិនលោក នេះសម្ព័ន្ធនេះសម្ព័ន្ធនេះហើយសិតតែមានសរសេរទៀតនេះសេសម្ព័ន្ធទៀតហើយលយមកនេះសម្ព័ន្ធនេះពីនេះពីនឹងមកដល់នេះពីនឹងមកដល់នេះហ្នឹងសម្ព័ន្ធ phosphor DST ហើយសម្ព័ន្ធហ្នឹងសម្ព័ន្ធ ST សម្ព័ន្ធ ST ហើយនេះសម្ព័ន្ធ ST ដែរនេះអញ្ចឹងឡើង2ណា2គេហៅ DST ហើយវាមានក្រុម phosphate នៅកណ្ដាលនេះជាងហៅសម្ព័ន្ធ phosphor DST ប៉ុន្តែការភ្ជាប់វារវាងអាស៊ីតនិងស្ករដូចគ្នាលោកគ្រូ ពីត្រូវពីអាស៊ីតនិងស្ករនេះអាស៊ីត phosphoric ទៅអានេះស្ករនេះអាស៊ីត phosphoric ហ្នឹងហើយត្រូវហើយអត់ខុសគេថានឹងខុស ស្ករ deoxyribo ក៏បានស្ករ ribo ក៏បានលោកគ្រូ បាទហ្នឹងហើយហ្នឹងបើយើងនិយាយអាស៊ីតនុយក្លេអ៊ិកគឺចឹងឯងបើយើងនិយាយពី ADN ហ្នឹងស្ករ deoxyribo ទៅបើយើងនិយាយពី ARN ស្ករ ribo ចាចឹងសម្ព័ន្ធ phosphor DST ចម្លែកតិចណាយូរទៅចាំហើយតាតបមកទៀតចូលមេរៀន number 3រៀងសំខាន់របស់បាក់តេរីមានអ្វីខ្លះ មាន3លោកគ្រូមាន3 អ្វីខ្លះ 3គឺរៀងស្វារៀងដំបងរៀងស្ពាយ បាស៊ីរៀង តុកទីបាស៊ីស្ពាណាស្ពារីឡូមចឹងខ្ញុំបកមកខ្មែរខ្ញុំដាក់រៀងមូលរៀងដំបងរៀងស្ពារៀងសំខាន់3ហ្នឹងនិយាយទូទៅកោសិកាបាក់តេរីរាងស្វែរាងមូលហើយនៅជាប់គ្នាជាចង្កោមគេហៅថាម៉េច
បាក់តេរីរៀងមូលនៅចំនេះកញ្ចុំឈ្មោះឡាតាងហៅមិនចឹងអត់ចាំទេបាទស៊ីលោកគ្រូ បាទ លោកគ្រូអានឹងគេហៅថា តាគីឡូពុក ឌីប្លូខកខាយ អានេះច្រាអានេះចង្កោមលោកនេះចង្កោមមិន D2 នេះចង្កោមមកកញ្ចុំ តាពីឡូកប់ស៊ីតាមទៅអានេះវាឡាតាំងយើងបាក់ចាំបន្តិច Star Philo ហ្នឹងចកោមឬក៏ចិញ្ចឹមកុកស៊ីហ្នឹងរៀងស្វែឬក៏រៀងមូលពាក្យឡាតាំងកើតមិនតាន់ប្រហែលអីដឹងតើមកទៀតបាក់តេរីរៀងដំបងវិញហើយនៅចប់នេះជាខ្សែហៅអីគេដំបងមិនឈ្មោះអីហើយតើមកខ្សែអីគេខ្សែឡាតាំង Streptro bacilli យោអានតាមអង់គ្លេសទៀតណាយ៉ា Streptobacilli អានតាមបារាំងបាស៊ីអង់គ្លេស bacilli អត់ខុសទេអញ្ចឹង Strepto ហ្នឹងគឺចង្វាក់ឬក៏ខ្សែនៃឡាតាំង chain អង់គ្លេស chain Strepto ឡាតាំងមិនថាខ្សែឬក៏ចង្វាក់ដល់បាស៊ីកោសិការាងដំបង Streptobacilli កោសិកាបាក់តេរីរាងដំបងនៅជាប់គ្នាជាខ្សែចេះនេះកោសិកាមួយតជាប់គ្នាយ៉ាងជាខ្សែវានៅជាប់នេះអញ្ចឹងហើយបើវាដាច់ក៏អត់អីដែរវាដាច់ទៅមួយនៅចុងដាច់ទៅវារស់បានធម្មតាទេគ្រាន់តែជីវិតវានឹងវាចូលចិត្តនៅជាខ្សែ Streptobacilli តបមកចូល2លីមាននទីធ្វើអី2លីឬក៏2លីផែតនោះ2លីបាទបន្តិចដែរណានឹងវាជួបថ្មីតាមមើលអីបើអ្នករៀនថ្នាក់ទីវិទ្យាល័យស្រួលទៅចាំ2លីផែត អាហ្នឹងបញ្ជូនព័ត៌មានទៅសេនីតិចលោកគ្រូ បញ្ជូនព័ត៌មានទៅសេនីតិចមិន អាហ្នឹងជាចម្លងសម្រាប់ មានចម្លងឲ្យថាម៉េចហ្នឹង ចា មានចម្លងហ្នឹងត្រូវហើយប៉ុន្តែមិនមាននីតិធ្វើអី ជាប់ពីកោសិកាភាព នីតិវាធ្វើអីគេ វាសម្រាប់ជូន ហ្នឹងហើយវាបញ្ជូន ADN ហ្នឹងបញ្ជូន ADN ពីកោសិកាបាក់តេរីមួយទៅបាក់តេរីមួយទៀតបាទវាបញ្ជូននឹងបញ្ជូន plasmid ទេ plasmid ជា ADN ណានេះកោសិកាបាក់តេរីនេះអត់មាន plasmid កោសិកាបាក់តេរីនេះមាន plasmid នេះ plasmid នេះក្រូមសូមវាធំនេះក្រូមសូមវាតែអានេះអត់មាន plasmid អត់មានអានេះអញ្ចឹងដើមអានេះបាក់តេរីនេះគេចាំឲ្យ plasmid តែអានេះអញ្ចឹងគេបង្កើត2លីនេះបង្កើតស្ពានចម្លងដើម្បីទៅភ្ជាប់អានេះហើយគេរុញ plasmid ទៅតាមហ្នឹងនេះគេរុញទៅដល់វារុញតាមចំហៀងណា plasmid ហ្នឹងជាម៉ូលេគុល ADN មាន2ខ្សែដូចក្រូមសូមអញ្ចឹងគេឲ្យទៅតែមួយខ្សែឯងទុកវាមួយខ្សែដើម្បីគេបង្កើតឲ្យពេញលេញមកគេណាអញ្ចឹង2លីឬក៏ស្ពានចម្លងខ្ញុំប្រើពាក្យ2លីខ្ញុំអត់ប្រើស្ពានចម្លងណាខ្ញុំប្រើ2លីអញ្ចឹងណាគេចាំស្ពានចម្លងគឺអាហ្នឹងហើយយ៉ាត់រត់ឃើញផ្លូវបញ្ជូន ADN ពីបាក់តេរីមួយទៅបាក់តេរីមួយទៀតតើភ្នាសក្រងកោសិកាបាក់តេរីបង្កឡើងពីអ្វីជាសមាសធាតុធំអៅរួមនេះក្រងកោសិកាបាក់តេរីបង្កឡើងពីមកធាតុអី តែឡង តែលុយឡងរុក្ខជាតិសោះ ដូ និងប្រូតេអ៊ីន ឆ្លើយតាមមកតាមមក2អេអត់ឆ្លើយ2ពាក្យលោកគ្រូឆ្លើយតាមមក2រួមហ្មង ទីដូគលីកាន ពីដូកលីកានហ្នឹងហើយអត់ឆ្លើយលាក់ប៉បទីតអត់ប្រើអីកាបូហីដ្រាតទេរួមណាប៉បទីដូកលីកានហើយបើខ្សែលុយឡោអាហ្នឹងរុក្ខជាតិទេកុំច្រឡំណាបាក់តេរី
នេះក្រោយបង្កឡើងពីបព្វដកលីកានដល់រុក្ខជាតិបង្កឡើងពីសាយឡូទាំងខ្ញុំសួរនេះតបាក់តេរីបព្វដកលីកានតបមកទៀតចិត្តចាប់ឲ្យតាមមើលទីដូកលីកានមានហ្នឹងហើយមិញហ្នឹងអាហ្នឹងគ្នាក្រងកោសិកាបាក់តេរីបង្កឡើងបព្វដកលីកានតែប៉ុណ្្នឹងឯងយើងអាចហួសបន្តិចលោកគ្រូអាចហួសមកបន្តិចចាំពជាតាមហ្នឹងខ្ញុំឲ្យចាប់ឲ្យហើយដល់ពេលយើងចូលបញ្ចេញលេងវិញប្រឡំបដ ណាតទៀតតើសមាសធាតុរបស់បព្វដកលីកានមានអ្វីខ្លះបព្វដកលីកានមានជាតិអីខ្លះក្នុងហ្នឹង N acetin ក្លុយ អានកាត់បាន មាន NAG NAM ជំហាន NAG NAM លោកគ្រូ មានណា ពេត្រាពតិតនិងអង្គការក្លុយស៊ីន ចំណងប៉ង់តាក្លីស៊ីនហ្នឹងហើយមាន NAG NAM ច្បាក់ចំហៀងពេត្រាពតិតចំណងកាត់ទាំងប៉ង់តាក្លីស៊ីនអញ្ចឹងមាន4ទៀតទាំង4ហ្នឹងជាប់គ្នាទៅគេហៅបព្វដកលីកានមិញហ្នឹងឯង4ហ្នឹងជាប់គ្នាបព្វដកលីកានវិញមកពាក្យបព្វតិតនិងកលីកានបព្វតិតអាពីរនេះច្បាក់បព្វតិតដល់កលីកាននេះគឺស្ករលីកានស្ករពីរនេះស្ករណាក់ណាំហៅណាក់ក៏បានហៅណាំក៏បានដែរហៅ NAG ក៏បាន NAM ក៏បានអីតបមកទៀតតើភ្នាសកោសិកាបង្កឡើងពីម៉ូលេគុលអី Phospholipid ត្រឹមត្រូវភ្នាសកោសិកាបង្កឡើងពី phospholipid 2 ស្រទាប់បាទនេះសួរតែម៉ូលេគុលណាសួរចំនួនស្រទាប់ឯងតបមកទៀតចូលរីបូសូមម្ដងຂະຫນາດខាងក្រោមនេះតើមួយណាបោះបាក់តេរី 70 70 លោកគ្រូ 70ណា 70 ត្រូវណា70ត្រូវអញ្ចឹងរីបូសូមបាក់តេរីរីបូសូមពេញលេញបើថាឯកតារងតូចអោបមួយឯកតារងធំជាប់គ្នា 70S តមកទៀតតើតម្រងសំខាន់នៅក្នុងស៊ីតូផ្លាសបាក់តេរីមានអ្វីខ្លះតម្រងសំខាន់បែបធាតុគេធំតែចាំហ៎ មាននុយក្លេអូទីតរីបូសូមអង្គ អត់នុយក្លេអូទីតទេស្តៀងហ្នឹង នុយក្លេសូអូអ៊ីត នុយក្លេអូអ៊ីត នុយក្លេអូអ៊ីតអីទៀត រីបូសូមហើយនិងអង្គស្តុក រីបូសូមនិងអង្គស្តុកឡើងច្បាស់ត្មងនុយក្លេអូអ៊ីតណាស្តៀងនុយក្លេអូទីតដែរហ្នឹងរីបូសូមអង្គស្តុកមាន3ហ្នឹងដល់មកទៀតនេះគេតើថ្នាំពេនីស៊ីលីនមានអំពើអ្វីលើភ្នាសក្រងពេនីស៊ីលីននោះសម្រាប់បាក់តេរីនោះ បង្អាក់ការសំយោគចំណងប៉ង់តាក្លីស៊ីនគ្រូ ចំបកកាយចាំហ៎បកកាយចាំហ៎បង្អាក់ការសង្យោគចំណងប៉ង់តាក្លីស៊ីនអាហ្នឹងថ្នាំពេនីស៊ីលីនណាអង់ទីយ៉ូទិកដែលយើងញ៉ាំពេលឈឺអីមួយពេទ្យគាត់គិតថាអូអាហ្នឹងបង្កឡើងដោយបាក់តេរីណាអញ្ចឹងក៏ដាក់អង់ទីយ៉ូទិកដើម្បីសម្លាប់បាក់តេរីហើយថ្នាំហ្នឹងវាបង្អាក់ការសង្យោគចំណងប៉ង់តាក្លីស៊ីនចំណងប៉ង់តាក្លីស៊ីនហ្នឹងចំណងដែលចងភ្ជាប់ពីខ្សែស្ករមួយទៅខ្សែស្ករមួយនេះខ្សែស្ករនេះខ្សែស្ករនេះខ្សែស្ករគេឧទាហរណ៍4ខ្សែហើយនេះចំណងនេះពណ៌ទឹកប៊ិចនេះវាចងពីខ្សែស្ករនេះមកខ្សែស្ករនេះចងពីខ្សែស្ករហ្នឹងមកខ្សែស្ករនេះចងតជាប់គ្នាណាដល់កាត់អាហ្នឹងប៉ាត់កុំឲ្យបង្កើតបានទៅកាត់វាអញ្ចឹងបាក់តេរីអត់រស់បានទេស្លាប់ចាប់បាយព្រោះម៉ោងបន្តិចអញ្ចឹងខ្ញុំរំលឹកតែប៉ុណ្្នឹងខ្ញុំអត់ចេញអាមីរៀនមុនមិញទេអាមីរៀនមុនមិញຕົកពេល final កុំឲ្យច្រើនពេកព្រោះមាន2 3ប្រភេទសំណួរអញ្ចឹងមីរៀនមុនមិញខ្ញុំຕົកពេល final តិច
ស្អីណូលោកគ្រូចាប់ហើយចឹងចេញលេងសិនណាចេញលេងសិនហើយចាំចូលវិញចាំប្រឡងតាមលំដាប់លំដោយប៉ុណ្ណា ចាលោកគ្រូអញ្ចឹងមុននឹងចេញលេងចង់ជំរាបជូនលោកគ្រូអ្នកគ្រូដែរថាលោកមកវិជ្ជាលោកគ្រូប្រឡង midterm គឺប្រឡងតែ2ម៉ោងទេហើយខ្ញុំដាក់ឲ្យប្រឡងបានតែម្ដងទេអញ្ចឹងអត់មានចូលបានធ្វើពី3ដងទេហើយមួយវិញទៀតមកវិជ្ជាលោកគ្រូគាត់មាន midterm ហើយមាន quiz ចុងម៉ោងមួយហើយមានកិច្ចការមួយទៀតអញ្ចឹងសូមជំរាបជូនលោកគ្រូអ្នកគ្រូឲ្យបានដឹងជាមុនហើយខ្ញុំនឹងសេននីតិហើយចូលវិញយើងនឹងចាប់ដើមប្រឡងតែម្ដងអញ្ចឹងពីខាងខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំនឹងសេននីតិជូន យើងសម្រាប់20នាទីអីស្អីណូណា ចាលោកគ្រូ នឹងគាត់ដឹងម៉ោងទៅហើយដល់ពេលចូលមកទៅកំណត់ម៉ោងប្រឡងណាមួយនាទីណាដាក់នេះមុនស្អីណូដាក់នេះមុនមែនដាក់ឡើង midterm មុនស្អីណូណាឬក៏ដាក់ណាមុនស្អីណូដាក់ midterm មុនលោកគ្រូប្រឡងហើយតេស្តហើយនឹងកិច្ចការផ្ទះតតែចប់ម៉ោង5កន្លះបានខ្ញុំទៅលាក់តាមក្រោយហ្នឹងហើយល្អអ្នកគ្រូគាត់ច្រឡំហ្នឹងហើយល្អចាចឹងគ្រូចាប់ប៉ុណ្ណឹងស្អីណូណាចាលោកគ្រូជំរាបលាលោកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូកុំភ្លេចចុះវត្តមានម៉ោងចេញនៅពេលចូលវិញខ្ញុំនឹងតម្លាក់វត្តមានម៉ោងចេញហើយលោកគ្រូអ្នកគ្រូអាចធ្វើតេស្តពេលដែលធ្វើតេស្តចប់ដូចអីតែអីម៉ោង6អីខ្ញុំតម្លាក់គ្រូណាលោកគ្រូអ្នកគ្រូ
These Roblox Animal Hospital moments are just way too funny. Because at number 4, did bro just pee in bro's mouth? Or was that just a gunshot? This is not good. I think this is the end. Yeah, I think this is the end, bro. I think we're dead. My name is Andrew Dingus. Oh, shittings. At number 3, bro just went mad instantly. And at number 2, how did bro suddenly become a vegan? Share this with your friends if you love this game. These Roblox Animal Hospital. Wake up, Grandpas. We're going on vacation. Vacation. All right, Grandpas. First stop is natural disaster survival. I'm too big. Oh no. I know what. All right, Grandpas. We're in murder mystery 2. What is this thing poking in my neck? All right, Grandpas. In and out. Come on, let's go. Grab the money, G-Vix. Go. Go. Oh. No, G-Vix. All right, Grandpas. We're in work at a pizza place, okay? Pepperoni pizza coming right up. Oh no. Oh no. At least we got this delicious pizza. All right, Grandpa. We're back at the retirement home. I'm getting really sleepy. Wake up, Grandpas. We're going on vacation. You could let it go, and I wouldn't catch you hung up on somebody that you used to know. But you didn't have to cut me off. Make out like it never happened, but now we were. Do it for you. Pearls fall from my eyes when I cry, so my stepfamily turned me into their pearl factory. My mom abandoned me and my dad when I was 4. Dad says I have her eyes. I wish I didn't. I grew up hating the woman who walked away from us. My dad is a sailor. He waited years for mom before marrying again. Now he has been out at sea for months. Stepmom moved in with her son and daughter. I thought I finally had a family. I was wrong. Dad has no idea what happens when he is gone. Stepmom turns me into her personal maid. I scrub their toilet and wash their dishes. I brush my stepsister's hair while she calls me ugly. At dinner they get pizza. I get the burnt crust. Every night I read Dad's last letter under my blanket. I cannot wait until he comes home. One morning my stepbrother purposely flicks soap in my eyes. They sting hard and a tear slips out. It hits the floor with a tiny clink. It is not a tear, it is a pearl. Everyone freezes. Stepmom picks it up and her eyes go wide. She smiles for the first time. We are going to have lots of fun, she says. That night she pinches my arm until I cry. She collects every pearl. Within a week, stepmom buys herself a new car with my tears. My stepbrother gets a new iPhone. My stepsister gets a new iPad. I still wear the same old dress. The next day, my stepbrother drags a chair into me, and I stub my toe hard. My stepsister shoves a fake news article in my face that Dad's ship has sunk. The pearls keep falling. The cup keeps filling. They will never stop, so I will. The next morning, I smile no matter what they do. My stepbrother trips me. I get up smiling. My stepsister dumps my dinner on the floor. I clean it smiling. No tears means no pearls. The cup stays empty for 3 whole days. Stepmom grows desperate. She gets crueler. She locks me out in the rain. Then stepmom does the worst thing. She holds Dad's last letter over a candle and burns it right in front of me. My smile breaks. The pearls pour out of me before I can stop them. Stepmom laughs and fills her whole jar in one night. That is when I understand. They will keep breaking my heart just to keep me crying. That night, I sneak out the back door. I run to the only place that gives me hope. The docks where Dad's ship will come in. It is freezing and empty. No ship, no Dad. I drop to my knees and cry harder than ever. My pearls fall straight into the sea. Then the water begins to glow. Something rises from the sea. A woman with a shimmering tail and ocean blue eyes. The same eyes as mine. My heart stops. It is Mom. You left me. You left Dad. I scream through my tears. I never wanted to leave you. The sea is my world. I am a mermaid. I gave up my tail to be with Dad. But the